ពិនិត្យសុខភាពលើកនេះមិនក៏តឹងរឹងម្លេះណែឯងថ្មីនេះមិត្តភក្តិខ្ញុំប្រាប់ថាបាក់ឃីងខានចេញពីទីនការថ្មីរកបុគ្គលិកស្រីណាមានផ្ទៃពោះនឹងត្រូវបដិញ្ញចេញហ៎ប៉ិតមែនទេអេសាស៊ូនេះតានាងមានផ្ទៃពោះមែនទេមិនហើយសាស៊ូនាងកាត់អីអាចប្រាប់ពួកយើងបានដោយសារថ្ងៃនោះនេះគឺជាលោកលងជាទូទៅរកពេលដែលគេមកទីនេះគេមិនដូចជាអ្នកដទៃទេគេជាអ្នកមានទ្រព្យសម្បត្តិនិងជាអ្នកមានអំណាចលក្ខណៈពិសេសរបស់គេនោះគឺសំខាន់ណាស់ទោះបីជាគេបាត់ភ្នែកគេនោះក៏នៅតែមានអារម្មណ៍ថាមានមន្តស្នេហ៍ដែរសាស៊ូលោកលោកផោច្រើនណានាងជួយនាំបទទៅសម្រាប់ទៅលើផងណាកុំបាក់ខ្ញុំមកលាក់ស៊ីជាមួយមនុស្សស្រីថ្ងៃនេះផឹកសាច្រើនទៀតបាទនេះបាក់ខ្ញុំទុកអារម្មណ៍មិនជាប់តែយប់នេះគិតយ៉ាងម៉េចទៅលោកស្បង់ហើយចាំខ្ញុំនាំលោកទៅបន្ទប់សម្រាប់ចុះដើម្បីមានតែមើលថែម៉ាក់ខ្ញុំអាចធ្វើការនៅក្រុមហ៊ុនធម្មតាបានទេខ្ញុំត្រូវបង្ខំចិត្តធ្វើការនៅបាក់ឃីងខាំជាការងារពេលជុំហើយជាការងារដែលខ្ញុំចង់ធ្វើព្រោះម្ដងម្កាលខ្ញុំតែជួបគ្នាពិបាកមិនងាយស្រួលទេសម្រាប់ខ្ញុំសម្រាប់ការចាប់អានការងារនេះតែក៏ត្រូវធ្វើឲ្យបានល្អបំផុតចាំខ្ញុំទៅយកខ្ញុំមកការចាប់ឲ្យលោកហើយបើខ្ញុំមិនលាក់ស៊ីជាមួយលោកខ្ញុំផឹកច្រើនតិចហើយជួយខ្ញុំផងទៅលោកចង់ឲ្យខ្ញុំជួយអ្វីដែរលោកអាចប្រាប់ខ្ញុំបានប៉ុន្មានចុះบอกខ្ញុំចង់ឲ្យនាងជួយរឿងលោកចូលច្រឡំហើយចាំខ្ញុំទៅបើសិនជានាងព្រមជាមួយនឹងខ្ញុំនឹងព្រមតាមនាងគ្រប់លក្ខខណ្ឌឲ្យបានគ្រប់លក្ខខណ្ឌមែនទេជំងឺរបស់គាត់មិនអាចពីពីបាត់ទៀតដូច្នេះអ្នកនឹងត្រូវរកលុយបានឆាប់សម្រាប់ការវះកាត់គាត់លោកខ្ញុំចង់បានលុយមួយចំនួនសូមអបអរអ្នកនេះមានផ្ទៃពោះ4សប្តាហ៍ហើយកូនក្នុងផ្ទៃមានសុខភាពល្អណាស់អរម៉ាក់សំទោសម៉ាក់ចង់មកកាត់កូនណាប៉ុន្តែម៉ាក់ត្រូវធ្វើការដើម្បីរកព្យាបាលជំងឺលោកយាយកូនម៉ាក់ពិតជាមិនអាចប្រាប់កូនឲ្យកូនបានទេម៉ាក់សន្យាកូននឹងជាក្រោយម៉ាក់មិនបោកកូនទៀតទេប្រធានលោកឬឋានៈស្រីមិនសារការជំនួយពេទ្យក្នុងការព្យាបាលទេទើបសុខភាពគាត់មិនល្អអត់ទេបើសិនជាអញមិនធ្វើតាមបំណងមានចៅទុតអគួរឲ្យស្រឡាញ់ម្នាក់ឲ្យយាយទេនោះយើងនឹងមិនហូបបាយ3យប់3ថ្ងៃនេះគឺជាល្បិចរបស់គាត់ទេបន្ទាប់ពីរឿងយប់នោះគេបានពេលលុយឲ្យខ្ញុំភ្លាមប៉ុន្តែនៅលើការនេះគេមិនបានរកទៅទេដូច្នេះអ្វីដែលត្រូវប្រកបនេះលកាឲ្យលោកវិញប៉ុន្តែរឿងមានផ្ទៃពុននោះសំទោនេះនាងកំពុងកាត់អីដើរមកដល់ផ្នែកបែបនេះអូនាងគឺស៊ូឡានជាក្មេងស្រីដែលគ្មានឪពុកដែលត្រូវបដិញ្ញចេញពីគ្រួសារស៊ូកាលពីជាង10ឆ្នាំមុនតើសូហ្វីទេតែអាចឲ្យគេដឹងថាខ្ញុំមានផ្ទៃពោះបានទេណាគ្រោះថ្នាក់ណាស់មានតែធ្វើឲ្យលោកប៉ះមនុស្សស្រីទៅហើយចាសំទោសទីនោះកំពុងតែមានបញ្ហាអីចឹងលោកមិនផ្ទះទូរស័ព្ទមកមិនក៏ភ័យបែបនេះអេនេះជាមន្ទីរពេទ្យសម្ភពនឹងរោគស្ត្រីតើស៊ូឡាននេះនាងកំពុងដើរតាមកន្លងអក្រក់របស់ម្ដាយនាងមានផ្ទៃពោះមុនរាជការមែនទេមិនត្រូវផ្ដោតខ្លួនចាប់ខ្ញុំវិញមកក៏បានមើលអីគឺអរគុណនាងគឺជាក្មេងស្រីម្នាក់មានរឿងឲ្យលោកស្រីកុំយ៉ាប់ហើយថាម៉េចបីតែបាយកាត់ទៅហើយរឿងកំពុងមានផ្ទៃពោះបើគេដឹងច្បាស់ជាមិនទទួលខុសត្រូវនោះទេហើយរឿងកាត់តែរញ៉ៃគ្រប់គ្នាច្បាស់ជាមិនអាចទទួលយកបានជាពិសេសគឺម៉ាក់កំពុងសម្រាប់លើក្រែតែមិនដឹងខ្លួនបែបនេះគឺចឹងហើយចាជិតទៅហើយត្រូវបញ្ញាប្រឡាប់ទៅស្នាបយ៉ាវិញលោកគឺលោកលូនតាថ្ងៃនេះខ្ញុំត្រូវរកឱកាសប្រកបនីលការទៅឲ្យគេវិញបានប្រកបនីលការឲ្យគេរួញចិត្តគ្មានច្បាស់គ្នាទៀតទេលោកដូចជាមិនបានមកលេងទីនេះយូរមកហើយលោករវល់ធ្វើការឬក៏លោកសង្ងំនៅផ្ទះដូចជាកូនក្រមុំឯងកំពុងនិយាយអីអ្នកណាដែលមិនដឹងថាលោករបស់យើងនេះមិនចាប់អារម្មណ៍មនុស្សស្រីនោះទេមកមកខ្ញុំលេងវិញជួបនាងម្ដងទៀតហើយយ៉ាងម៉េចដែរអត់ចាស់ទេលោកយើងមកលេងប្រកគ្នាដូចរត់ដល់ទៅចាំមើលថាតើអ្នកណាជាអ្នកឈ្នះក៏បានខ្ញុំហ៊ាននិយាយថាល្បែងលើកនេះលោកត្រូវតែប្រគល់លុយឲ្យមកខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបមានអរនិយាយជាមួយគេបានហើយយ៉ាអ្នកណាទូរស័ព្ទមកទៀតហើយបើជារំខានក្តីសុខរបស់លោកពិតមែនឬមួយក៏ជាស្រីស្អាតណាស់ម្នាក់ទេដឹងគឺលោកយាយរបស់ខ្ញុំជួយលេងជំនួសខ្ញុំតិចទៅខ្ញុំមិនចេះទេឮថាលោកយាយរបស់គាត់ចង់ឲ្យលោកលុយរៀបការបាត់ឆាប់គ្រួសារលោកគឺជាគ្រួសារអ្នកមានល្បីឈ្មោះ9ចំនួនមកហើយកន្លងមកឮថាលោកយាយរបស់គេឲ្យគេរកគូស្រករប៉ុន្តែមើលទៅលោកដូចជាមិនចង់បានមនុស្សស្រីទេអ្នកណាទៅដឹងគាត់មិនអាចចាប់អារម្មណ៍មនុស្សស្រីទេអាយ៉ាខ្ញុំពេញរឿងនេះទៅកូនចៅគ្រួសារលោកមិនមែនជាមនុស្សបែបនេះនោះទេបាត់ហើយខ្ញុំនិយាយទៅ
ចង់ថាឆ្នាំនេះនៅចាំងឆាងអ្នកណាអាចធ្វើជាគូស្នេហ៍របស់លោកបានទៅ ចង់ដឹងថាណាមានសំណាងបានពោះកូនរបស់លោកទៅចាំតាមដានទាំងអស់គ្នាទៅ ស្រីសាដានាងកំពុងតែមានផ្ទៃពោះតាមមែនទេ នាងកំពុងតែពោះជាកូនលោកតាមមែនទេ មិនមែនទេខ្ញុំអត់ស្គាល់គាត់ទេ និយាយថាមិនស្គាល់ខ្ញុំបានប៉ុន្តែនិយមនោះពេលសកម្មរបស់នាងគឺខ្លាំង ស្រីសាដានាងមិនស្គាល់លោកប្រៀបដូចជានាងមិនស្គាល់ពិភពលោកនេះយ៉ាងអញ្ចឹងប្រាប់នាងទៅចុះលោកគឺជាអ្នកមានបំផុតយ៉ាងឆេងបើសិនជាអ្នកនាងអាចយកចិត្តរបស់លោកបានអនាគតរបស់អ្នកស្រីលូច្បាស់ជារបស់នាងហើយ តាមពិតគេជាអ្នកមានបំផុតនៅយ៉ាងឆឹង អត់តបន្តទៀតទៅ យ៉ាងនេះខ្ញុំចាំមែនទេ ស្រីសាដាមកជុំនេះចាប់ហើយនាងឆាញ់លោកលូនឹងត្រូវអស់លុយ1 លានណា 1 លាន ត្រូវហើយកុំភ័យអីចាំខ្ញុំមករៀនចុះ អាចឃើញដូចខ្ញុំទេ ហើយក្រែងលោកលូគេអាឡែស៊ីជាមួយមនុស្សស្រីតាមមែនទេ តាមមើលដូចជាមិនមែនអាឡែស៊ីទេ មើលឲ្យច្បាស់ទៅនៅតែចាញ់គ្រប់ពេលកុំតូចចិត្តអសោះណារៀនស្អីនឹងមិនតន់ឡើង តែរវល់ធ្វើអីគ្រាន់តែប៉ុណ្ណឹងក៏ធ្វើឲ្យផ្លាស់ស្នៀតដែរឥឡូវលោកលូឆ្នាំ20មកទៀតហើយ ប្រយ៉ាមិនលេងទៀតជប់លេងហើយទៅបើរួចទេ ហើយទៅ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា Chamomile, Peppermint Extract, Natural Antibacterial, Inflammatory និង Aloe Vera ទឹកកផូល Vitamin E Skincare ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានគំនិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមួយស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ នាង លោកលូនិយាយមុនចុះ ហេតុអីក៏នាងចេះតែតាមខ្ញុំ លោកលូខ្ញុំមិនតាមលោកទេ ក្រែងនាងធ្វើការនៅបាក់ឃីងខាងហេតុអីក៏នាងមកតាមខ្ញុំបែបនេះមានការអ្វីក៏ប្រាប់មកចុះ ខ្ញុំគាត់តែចង់ធ្វើការថែមមកប៉ុណ្ណោះ ហេតុអីទៅ ចង់រកលុយបន្ថែមលោកលូលោកកាត់មកអង្គុយលើលុយតាំងពីក្មេងលោកមិនដែលស្គាល់ភាពលំបាកដូច្នេះលោកប្រហែលជាមិនដឹងទេថានៅលើលោកនេះមានមនុស្សច្រើនណាស់ដែលមានជីវិតលំបាក ចង់ទៅណាផឹកជាមួយបងបន្តិចទេ កុំខ្វល់អីទោះខ្ញុំនិយាយយ៉ាងណាក៏លោកនៅតែមិនចត់ដែរមូលហេតុមួយទៀតដែលខ្ញុំនៅទីនេះថានេះគឺដើម្បីបកគលនីលការឲ្យលោក គ្រាន់តែប៉ុណ្្នឹងទេ នេះជាមូលហេតុ ក្រែងនាងត្រូវការលុយតែនាងមិនដឹងទេថានីលការនេះមានតម្លៃប៉ុណ្ណា សម្រាប់ខ្ញុំទៅមានតម្លៃប៉ុណ្ណាតែក៏មិនមែនជារបស់ខ្ញុំដែរមិនចាប់បានទេនោះទេលោកលូខ្ញុំបាននីលការនៅទីនេះឲ្យលោកចាប់ពីពេលនេះខ្ញុំមិនបង្ហាញខ្លួននៅចំពោះមកលោកទៀតទេ ម៉ាការតែកាត់បានជោគជ័យហើយម៉ានឹងផ្សារឡើងវិញឆាប់ៗនេះ គ្រូសាមានឋានៈខ្ពស់ដូចគ្រូសាស៊ូមិនសមមានមនុស្សដូចឯងទេឆាប់ចេញទៅ ម៉ាឡាឡានគឺជាចៅស្រីរបស់ម៉ានាងកំពុងគ្រោះក្តៅខ្លាំងណាស់បើមិនព្យាបាលទាន់ពេលទេនាងអាចនឹងស្លាប់បានហើយសូមបងម៉ាជួយឡានម្ដងទៅម៉ាកូនស្រីម៉ាជាម្ដាយមិនបានការវាជាកំហុសរបស់ម៉ាទាំងអស់ដែលធ្វើឲ្យកុំលំបាក តែបំផុតម៉ាដាក់ខ្លួនហើយម៉ាជាមនុស្សសំខាន់បំផុតរបស់កូនដរាបណាមានម៉ាក់នឹងទោះមានអ្វីក៏ឡើងមិនខ្លាចដែរ បងស្រីតែងបន្លាយស្រាប់ៗដែរទេមីងខ្ញុំអាចខ្ចីលុយខ្លះបានទេគ្មានលុយទេចេញទៅឡានកូនមានផ្ទៃពោះមែនទេឡានកូនមានផ្ទៃពោះមែនទេ ម៉ាក់ធ្លាប់មានប្រវត្តិមានខ្ញុំតែមិនតាន់រៀបការរឿងដូចនេះជាមិនដាច់សាដែលគាត់ត្រូវរងទុក្ខខ្មាស់គេជាច្រើនឆ្នាំយ៉ាងណាក៏ដោយខ្ញុំអាចឲ្យម៉ាក់ដឹងរឿងមានកូនបានទេម៉ាក់និយាយអីហ្នឹងខ្ញុំហាត់នឿយនឹងការងារពេកញ៉ាំមិនទៀងទាត់ទៅធ្វើឲ្យឈឺកាពះហ្នឹងណា ឡានម៉ាក់មានកូនតែមិនទាន់រៀបការពេលនោះលោកយាយរបស់កូនបានបដិញម៉ាក់ចេញពីផ្ទះធ្វើឲ្យពួកយើងគ្មានផ្ទះសម្បែង សួរយន់ចឹងចាប់ចេញមកខ្ញុំដឹងថានាងនៅផ្ទះកុំលាក់ខ្លួនឲ្យសោះចាប់ចេញមកឬខ្លាំងបានតែមនុស្សប្រុសទេចេញមកបើសិនជាខ្លាំងសួរយន់បើមិនចេញមកមែនឆាប់កុំតែចោលទៅ ឡាកុំខ្លាចអីកូនវាជាកំហុសរបស់ម៉ាក់មិនគួរតែតនឹងនេះទេម៉ាក់នឹងការពីកូនណាកន្លងមកម៉ាក់ធ្លាប់ដើរផ្លូវខុសច្រើនណាស់កូនមិនត្រូវដើរតាមកន្លងចាស់របស់ម៉ាក់ទេបើមិនអញ្ចឹងនៅក្នុងភូមិនេះយើងមិនអាចមើលមុខអ្នកណាចំបានឡើយតើកូនយល់ដែរទេ ខ្ញុំអត់ថាម៉ាក់ខ្ញុំរកមានតែមួយគាត់គឺត្រូវយកចេញ លោកយាយខ្ញុំរវល់ណាស់ហេតុអីបានជាលោកយាយកុហកខ្ញុំបែបនេះបើមានរឿងអ្វីក៏ចាំនិយាយមកចុះ ឯងគឺជាអ្នកស្នងមរតកគ្រួសារលូនៅចង់ឲ្យជីដូនពិបាកចិត្តដល់ពេលណាពិតជាពិបាកទ្រាំណាស់បំណងធំបំផុតរបស់យាយនៅពេលនេះគឺអាចឃើញចៅរៀបការនឹងគេយាយមើលឃើញថាចៅហ្វីហ្វីគេពិតជាស័ក្តិសមនឹងចៅណាស់ លោកយាយពេលនេះក្រុមហ៊ុនរបស់ខ្លាំងណាស់ខ្ញុំទៅហើយ
ឈប់ត្រង់នឹងហើយអាចថោកទៀតនេះឯងមិនខ្វល់ពីយើងសោះមែនទេ លោកយាយចាំបារម្ភពីបងប្រុសយ៉ាងស៊ីណាពេលនេះក្រុមហ៊ុនកំពុងរវល់ខ្លាំងច្បាស់ជាគ្មានអ្នកណាមើលថែគាត់ទេមិនក៏លោកយាយមិនព្រមឲ្យចៅទៅជួយនៅក្រុមហ៊ុនដែរទៅចៅនឹងបានមើលថែបងប្រុសយ៉ាងស៊ី ល្អឥឡូវចេះចុះចាំជីរៀបចំឲ្យចៅបានទៅធ្វើការនៅក្រុមហ៊ុនលូ ហេតុអីបានជានឹងនៅទី អ្នកនាងស៊ូពោះរបស់អ្នកនាងធ្លាប់ប៉ះទង្គិញនិងខ្វះអាហារូបត្ថម្ភទៀតត្រូវតែយកទៅទុកដាក់ចំពោះខ្លួនឯងជាងនេះ សំទោសអ្នកគ្រូពេនខ្ញុំមិនចង់ទុកគេទេអាចជួយបានទេ អ្នកនាងនិយាយបែបនេះមានន័យថាមិនចង់បានកូននេះទេហ៎ ចាស់ ប្រកាសថាអ្នកនាងមិនចង់ទុកកូននេះ ចាស់គិតច្បាស់ហើយកន្លង អ្នកនាងស៊ូអ្នកនាងភ្លេចយកលទ្ធផលអេកូពោះអេលោកលូមានការអីបានជាមកទីនេះ លទ្ធផលអេកូពោះនេះមានផ្ទៃពោះមែនទេ ចានាងមានផ្ទៃពោះលោកលូហេតុអីបានជាលោកញាប់អើយ៉ាងនេះ អរគុណ ហៅឡូយកមិនដែរ លូលូពេលនេះអ្នកនាងហ្វីនិងលោកស្រីសម្រាប់ចិត្តទៅពីមន្ទីរពេទ្យហើយគាត់បានខ្ញុំទូរស័ព្ទប្រាប់លោកឆាប់ត្រឡប់មកផ្ទះវិញ ថ្ងៃនេះក្បួនណានេះមានផ្ទៃពោះមែនទេ ចាពិតមែនខ្ញុំបានពិនិត្យពោះឲ្យនាងកូនមានអាយុ4សប្តាហ៍ហើយប៉ុន្តែ ស្អីទៅ នាងមកពេលថ្ងៃនេះគឺដើម្បីពិភាក្សាចង់យកកូនចេញក្មេងស្រីតូចម្នាក់នេះក៏ទៅតែធ្វើឲ្យប៉ះទង្គិចពោះដែរពិតជាពិបាកមែន អេពីណាម្ដាយកូននេះមកវិញហើយតើកូនស្រីគេមិនបានរៀបការក្នុងគ្រួសារអ្នកមានទេ មិនអាចយកការជាមួយអ្នកមានបានទៅយ៉ាងច្រើនបានត្រឹមជាស្រីគេលេងសើចដូចម៉ែវិញចឹងត្រូវគេបដិចេញពីផ្ទះពួកនេះ អេមើលចុះតើនាងនឹងដូចម្ដាយរបស់នាងដែរទេណូពេលនេះកំពុងតែដងជាមួយអ្នកណាដែរឬកំពុងមានផ្ទៃពោះហើយតោះឆាប់ទៅឡានឆាប់ប្រាប់ម៉ាក់មកកូនមានផ្ទៃពោះពិតទេ គ្មានទេម៉ាក់ ចុះកូនបានថ្លៃវាកាត់ម៉ាក់មកពីណា ជិះលុយដល់កូនបានពីការងារម៉ាក់កូនបានឈប់ពីវិញជប់ហើយពេលនេះកូនដល់ពេលច្រើនកាញ់ណាកូនជិះថាឲ្យដល់ការងារល្អមួយបានជាមិនខានទេ ល្អម៉ាក់ជឿកូនចុះ អត់ទេហើយម៉ាក់ចាំតែងម៉ាក់កូនធ្វើដល់ដល់ដៃថាគួរអាយុវិញរីទៅថាកំណានសាក់ញ៉ាំមើលទៅ អរគុណកូន នេះជាអ្នកនាងស៊ូមែនទេ ចាគឺខ្ញុំ អរបងអ្នកនាងស៊ូអ្នកនាងត្រូវបានក្រុមហ៊ុនលូជ្រើសរើសឲ្យបម្រើការងារផ្នែករចនាហើយដូច្នេះសូមជឿអ្នកនាងមកក្រុមហ៊ុននៅថ្ងៃស្អែក មែនទេព្រោះតែចាំមើលថែម៉ាក់ព្រោះមកឆ្នាំកន្លងមកនេះខ្ញុំមិនអាចខ្វល់ពីការរចនាម៉ូដទៀតទេហើយក៏មិនអាចគិតថានឹងទទួលបានសំណាងឱកាសការងារក្រុមហ៊ុនលោកបាននេះដែរម៉ាក់ទីបំផុតខ្ញុំរកការងារបានហើយជាការងារនៅក្នុងក្រុមហ៊ុនធំទៀតផង ទីបំផុតថ្ងៃដល់លោកបាក់របស់យើងវាចប់ហើយស៊ូយ៉ូណាមានគេមករងគេថាចង់ជួបឡានកូនរបស់នាងតាមមើលទៅគេជាអ្នកមានខ្លាំងណាស់ឡានរបស់គេទំនើបតម្លៃរាប់លានឯណោះណា មានគេរកខ្ញុំមែនទេ ត្រូវហើយតើឯងបានទៅស្គាល់គេតាំងពីពេលណាបុរសអ្នកមានបែបនេះទៅស្គាល់គេបានយ៉ាងម៉េចឡាន ខ្ញុំអត់ទេម៉ាក់ប្រហែលជាគេមកពីក្រុមហ៊ុនថ្មីដែលកូនទៅតែជាប់ការងារហើយប្រហែលជាគេចង់នឹងផ្សេងទៀត ពិតមែនទេឡានកុំចូលទៅចិត្តអ្នកមានរាល់ថ្ងៃយើងត្រូវដឹងថាយើងជាអ្នកណា ខ្ញុំដឹងហើយម៉ាក់ចាំខ្ញុំចេញទៅមើលសិនទៅចុះគឺលោកលូនតា ជាអ្នកមានបែបនេះតើគេស្គាល់ស៊ូឡានបានយ៉ាងម៉េចណោះ គ្រួសារនេះពួកគេសុទ្ធតែជាស្ត្រីដែលពូកែតាក់ប្រុសណែមើលទៅគេដូចជាម៉ែរបស់វាអញ្ចឹងអាចមានផ្ទៃពោះមិនតាន់រៀបការ មាន ផង ន័យថាគេតែប្រុសអ្នកមានជាប់ហើយមើលតែឡើងទៅមនុស្សធម្មតាណាធ្វើបែបនេះនោះមែនហើយ ឡើងទៅ ស្រីឥតគេខ្មាស់មែន លោកលូខ្ញុំគ្មានតែចាំទេបើលោកមានអ្វីចង់និយាយអាចនិយាយនៅទីនេះបាន ខ្ញុំទុកពេលអានេះ10នាទីដើម្បីរៀបចំខ្លួនមិនចឹងទេខ្ញុំនឹងចូលទៅផ្ទះនាងដល់ខ្លួនឯង កុំអីអញ្ចឹងចាំនៅទីនេះហើយតែទៀតខ្ញុំមកវិញម៉ាក់ ឡានប្រាប់មកឲ្យត្រង់មកប្រុសនៅខាងក្រៅនោះគេជាអ្នកណា ម៉ាក់ភ្នាក់ងារក្រុមហ៊ុនថ្មីដែលកូនត្រៀមចូលធ្វើការ ឯងកុហកនៅចង់កុហកម៉ាក់ទៀតគិតថាម៉ាក់មិនដឹងមែនទេភ្នាក់ងារក្រុមហ៊ុនឯណាគេបើកឡានតម្លៃរាប់សិបលានមកទទួលកូនដល់កន្លែងបែបនេះម៉ាក់ធ្លាប់ប្រាប់កូនប្រមាណដងហើយថាកុំទៅចិត្តអ្នកមានឯងភ្លេចហើយថាយើងធ្លាប់ជា ម៉ាក់ខ្ញុំដឹងកុំបារម្ភអីជាភ្នាក់ងារត្រួតពិនិត្យមិនចូលធ្វើការឡានដែលពួកគេបាំងជាឡានរបស់ក្រុមហ៊ុនទេមិនហើយជាឡានរបស់ក្រុមហ៊ុនពិតមែន ច្បាស់ហើយថាមិនកុហកម៉ាក់ មិនកុហកទេម៉ាក់ខ្ញុំមានការត្រូវធ្វើចាំនិយាយពេលក្រោយទៀតណាកុំប្រហែលជាត្រឡប់មកវិញយំតែញ៉ាំបាយមុនចុះ ទៅចុះ ណែប្រាប់តែចុះនាងនេះមិនមែនជាមនុស្សល្អទេអើយមកចុះទៅហើយ មើលទៅនាងដូចជាខ្លាចខ្ញុំ អត់ទេ អញ្ចឹងហេតុអីក៏អង្គុយឆ្ងាញ់ម្ល៉េះ លោកលូខ្ញុំជាមនុស្សតូចទៀបម្នាក់លោកម្ដងខ្ញុំតបបែបនេះមានរឿងអីមែនទេ បន្តិចទៀតបានដឹងហើយ លូសូមជួយមើលមេអាហារចាំផ្សារបែបខ្លះ ឲ្យយើងគឺជាអ្នកកំងចុះ អូបាទសូមជួយ មកមកថប់បំផុតក៏មានតម្លៃ88000 8000យ៉ាងដែរអើយមិនហៅភាសាជាង ហើយចុះខ្ញុំជាអ្នកបាន លោកលូជាអ្នកចាញ់លុយបើមិនញ៉ាំទេនោះបាច់ស្អីណាអញ្ចឹងខ្ញុំយកអានេះហើយក៏អានេះអរគុណ យកទៅតាមអ្វីដែលកំងចុះឆាប់ទៅ បាទសូមចាំបន្តិច នេះគ្មានអ្វីត្រូវប្រាប់ខ្ញុំទេ ខ្ញុំធ្វើការក្នុងសាលវិទ្យាក៏ធំនិយាយថាមិនឲ្យលោកជួបមកទៀតដែរមិនចង់បង្កបញ្ហាដល់លោកតែខ្ញុំលាឈប់ពីទីនោះហើយ ខ្ញុំមិនចង់ដឹងពីរឿងនេះទេ លោកចង់និយាយពីរឿងអី រឿងផ្ទៃពោះហេតុអីបានជានាងមិនប្រាប់ខ្ញុំហេតុអីបានជានាងមិនប្រាប់ខ្ញុំ ព្រះអើយគេដឹងតែបានលោកលូជុំនឹងយើងប្រាប់ព្រៀបនេះហើយព្រៀបនេះការដកតំណែងហើយលោកក៏បានឲ្យលោកខ្ញុំដែរដូច្នេះ លូនេះគឺជាបកាយបាត់ចំណាយថ្ងៃនេះគឺអស់100000ជាន់សូមជួយសញ្ញា 100000ជាន់ថ្លៃណាស់
អរគុណសូមជ័យលោកនិងអ្នកនាងញ៉ាំអាហារបានឆ្ងាញ់ ចង់និយាយពីអ្វីទៀតក៏ចាំនិយាយ លោកលោកជាអ្នកមានកេរ្តិ៍ឈ្មោះជាអ្នកមានលំដាប់ជួបមុំគ្រាន់តែអាហារមួយពេលលោកស្មើនឹងប្រាក់ខែពេញមួយឆ្នាំខ្ញុំទៅហើយជាងទាំងពីរខុសគ្នាដូចមេឃនឹងដីដូច្នេះរឿងដែលកើតឡើងលើមនុស្សទៅទៀតដូចខ្ញុំមិនគួររំខានលោកទេ បានចឹងនេះគិតថាកូនពួកយើងដែលកាត់មកនេះអាចបង្កបញ្ហាដល់ពួកយើង គេចាប់អារម្មណ៍រឿងនេះដែរគេប្រាប់ពាក្យថាកូនរបស់យើងខ្ញុំមិនចង់បាននេះបាននោះទេគឺខ្ញុំនៅតែគ្មានឡើយតែទៅរកការងារបានម៉ាក់នៅជឿទៀតខ្ញុំពិតជាគ្មានសមត្ថភាពចិញ្ចឹមកូននេះទេ នេះជាមូលហេតុដែលនាងចង់ទម្លាក់កូនចោលខ្ញុំមិនអនុញ្ញាតនោះទេខ្ញុំចង់បានកូនមួយនេះនាងសប្បាយចិត្តចុះខ្ញុំជាអ្នកធ្វើខ្ញុំទទួលខុសត្រូវ កូននេះជាទំនួលខុសត្រូវរបស់គាត់បើគាត់របស់ខ្ញុំមានឆន្ទៈដូចគាត់បើមានចិត្តទទួលគាត់តែតែងប្រហែលខ្ញុំនឹងម៉ាក់មិនពិបាកដូចជាពេលនោះទេ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចំណេញចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera ទឹកកូលវីតាមីន E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្បូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ លោកសុំទោសខ្ញុំអាចទៅកូននេះបានទេ បានចឹងប្រាប់ពីហេតុផលរបស់នាងមក វាពិបាកសម្រាប់ខ្ញុំក្នុងការធ្វើការហើយតែលោកម៉ាក់ក្នុងពេលដែលខ្ញុំត្រូវសង្គ្រោះម៉ាក់ហេតុផលសំខាន់មួយទៀតខ្ញុំមិនចង់ឲ្យម៉ាក់ដឹងថាខ្ញុំមានកូនមិនតាន់រៀបការគាត់ច្បាស់ជាខឹងហើយខ្ញុំក៏ចង់បាត់បង់ការងារដែរដូច្នេះមិនអាចទៅកូនបានទេ នេះជីវិតកូនហើយនឹងខ្ញុំពិតជាមិនសំខាន់ចំពោះនាងមែនពួកយើងញ៉ាំសិនទៅចុះសិនខ្ញុំមានរឿងសំខាន់មួយចង់ប្រាប់នាងជារឿងដែលនាងត្រូវតែចាំទោះយ៉ាងណាត្រូវតែកត់ចំណាំទុំពួកយើងនឹងរៀបការជាមួយគ្នាក្នុងរយៈពេល1ឆ្នាំក្រោយ1ឆ្នាំនេះទៅនៅពេលដែលនាងសម្រាប់កូននេះហើយខ្ញុំឲ្យ300 លាន 300 លានអាចយកព្យាបាលជាមួយម៉ាក់បានក៏គ្រប់គ្រាន់សម្រាប់ជីវិតនៅសេសសល់របស់ខ្ញុំនិងម៉ាក់ដែរអាចជីវិតខ្ញុំមានស្ថិរភាពអ្វីដែលសំខាន់បំផុតគឺការផ្ដល់កំណត់ដល់កូនរបស់យើងប៉ុន្តែលោកខ្ញុំមិនតាមអាចទទួលយកលក្ខខណ្ឌនេះបាន 300 លាននឹងមិនទាន់គ្រប់ទៀត វាច្រើនពេកខ្ញុំមិនចង់ឲ្យម៉ាក់កម្មជាកូនអត់ខាន់ស្លាសម័យនេះសម្ដីរបស់មនុស្សគួរអត់ខ្លាញ់ជាពិសេសនៅតំបន់ជនបទខ្ញុំមិនចង់ឲ្យម៉ាក់ខ្ញុំដោយសារតែខ្ញុំត្រូវគេស្ដីបន្ទោសថែមទៀតទេ ខ្ញុំធ្លាប់បាននិយាយថាលួចលាក់ជាមួយនាងមិនខ្វល់ពីរឿងនេះមែនទេ បើមិនមែនបែបនេះមិនគេលោកថាវាជាព្រមព្រៀងរៀបការលើម៉ាក់ ម៉ាក់ប្រាប់ថាខ្ញុំសម្រាប់បានកូនស្រីទៅម៉ាក់បាត់ដេញខ្ញុំចេញពីគ្រួសារស៊ូចុះនាងវិញនាងក៏សម្រាប់បានកូនស្រីដែរហេតុអីបានជានាងនៅក្នុងគ្រួសារស៊ូបាន មិញធៀងគឺជាកូនប្រសាស្រីដែលខ្ញុំជ្រើសរើសដូច្នេះមិនអាចយកប្រៀបធៀបជាមួយនឹងនាងបានទេវាមិនសមនាងនេះអាក្រក់លួចមានកូនមិនទាន់រៀបការមិនចេះខ្មាស់កូនស្រីដែលនាងផ្ដល់កំណើតជាក្មេងអាក្រក់មិនសមនឹងរស់នៅក្នុងគ្រួសាររបស់យើងទេមកតែគឺចង់បានកូនខ្លាំងណាស់ប៉ុន្តែទោះបីជាលោកចង់បានកូនខ្លាំងបានណាបើសិនជាលោកអាចផ្ដល់ឲ្យកូនបីពុកទៅគេផ្ដល់ឲ្យបានខ្ញុំថាកុំអត់រៀបការមកអីល្អជាង គ្រួសារនោះមានកូនចៅតែជួយណាខ្ញុំចង់រក្សាគេទុកមុនពេលកូននេះកើតមកមិនត្រូវឲ្យមានអ្នកដឹងទេកិច្ចសន្យារៀបការនេះក្រោយពេលដែលកូននេះកើតមកហើយនោះខ្ញុំនឹងផ្ដល់សេរីភាពឲ្យនាង អត់ទុកចិត្តគេបានទេបើគេមិនធ្វើតាមសន្យាខ្ញុំក៏ធ្វើបែបណា ខ្ញុំទុកពេលឲ្យនាងគិតមួយយប់ យកជ្រើសឲ្យលោក ចុះទៅបានហើយហ៎ចាំតិច លោកមានការអីទេ ស្អែកម៉ោង8ព្រឹកខ្ញុំនឹងមកទទួលនាងកុំភ្លេចសភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណផង ណែអញមើលទៅឡានទំនើបនោះមកយកនាងទៅទៀតហើយឃើញច្បាស់នឹងភ្នែកប៉ុណ្ណឹងហើយនៅបកាយទៀនយ៉ាក្មេងស្រីស៊ូឡាននេះនាងមានមហិច្ឆតាខ្ពស់មែន មិនខុសទេវាអាក្រក់ដូចម៉ែវាអញ្ចឹងមិនគួរសោះមិនចេះខ្មាស់អៀនហើយ ឡើងឡានមកអត្តសញ្ញាណប័ណ្ណនិងសភៅគ្រួសារយកមកហើយនឹង យកមកហើយលោកយើងតាណាដែរ ការិយាល័យស៊ីវិល លោកទៅធ្វើអ្វីដែរនៅទីនោះ ខ្ញុំដឹងថានាងចង់ធ្វើអ្វីនៅថ្ងៃនេះនាងបានកក់ទុកកន្លែងបះកាត់រួចហើយប៉ុន្តែខ្ញុំមិនអាចឲ្យនាងធ្វើបែបនេះបានទេឆ្លើយប្រាប់ខ្ញុំឥឡូវនេះថានាងពិចារណាហើយឬនៅប្រសិនបើនាងយល់ព្រមធ្វើអ្វីតាមដែលខ្ញុំនិយាយហើយនោះយើងអាចធ្វើពិធីរៀបការផ្ទាល់បានហើយបន្ទាប់ពីរៀបការរួចហើយម្ដាយរបស់នាងអាចទទួលបានការព្យាបាលយ៉ាងពេញលេញសម្រាប់ចិត្តខ្ញុំហ្នឹង ខ្ញុំយល់ព្រមលោកខ្ញុំមិនចង់ធ្វើជាស៊ីនដេរ៉េឡារបស់លោកទេខ្ញុំចង់មានសេរីភាពបង្កើតអាជីពខ្លួនឯងបន្ទាប់ពីនោះចង់មានពេលត្រង់មើលថែម៉ាក់ទោះបីជាគាត់ចង់ទុកដំណាក់ជាមួយនេះក៏មិនអាចឲ្យខ្ញុំកាត់មកបានដែរ ប្រយ័ត្នផង អរគុណលោក ប្រយ័ត្នតិចទៅនាងកំពុងតែពោពោះ គាត់គ្រាន់តែខ្វល់ពីក្មេងតែប៉ុណ្ណោះ តោះទៅ សូមអបអរសាទរអ្នកទាំងពីរ នេះខ្ញុំកំពុងរៀបការជាមួយបរិយាចម្លែកម្នាក់មែនទេនេះខ្ញុំកំពុងរៀបការជាមួយបរិយាចម្លែកម្នាក់មែនទេ ខ្ញុំជាអ្នកទុកឲ្យនាងទៅចុះដើម្បីឲ្យនាងនិងកូនកាន់តែងាយស្រួលមើលថែនាងត្រូវតែផ្លាស់ទៅរស់នៅជាមួយនឹងខ្ញុំនៅទីនោះមានមនុស្សមើលថែលើពីនេះរាល់ការចំណាយរបស់នាងកាត់នេះចាយមិនកំណត់ទេចង់ទិញអ្វីក៏ទិញតាមចិត្តចុះមិនចាំបាច់ប្រាប់ខ្ញុំទេលេខកូដសម្ងាត់គឺជាថ្ងៃកំណត់របស់នាងចាប់ទៅខ្ញុំនឹងនាំនាងទៅផ្ទះរបស់យើង សូមស្វាគមន៍ចម្លើយធំនិងលោកស្រី លោកអ្នកអាចទៅអាហារូបត្ថម្ភដែលលោកចារខ្ញុំរកខ្ញុំមកហើយឆាប់ចូលមក ចាសូមគោរពលោកប្រុសលោកស្រី ចាប់ពីពេលនេះតទៅគេនឹងមើលថែកូននាងចង់បានអ្វីក៏ប្រាប់ពួកគេចុះ លោកស្រីបើសិនជាត្រូវការអ្វីមួយអាចប្រាប់ពួកខ្ញុំទាំងពីរបាន បាទលោកស្រី កុំគួរសមអី ពេលនេះដល់ពេលវេលាហើយក្រុមហ៊ុនក៏មានរឿងជាច្រើនដែលត្រូវដោះស្រាយចូលទៅក្នុងចុះពួកចិនជួយណែនាំនាងទៅ សូមជឿលោកស្រី
ខាងនេះលោកស្រីបន្ទប់គេនៅខាងលើ ជាយូរមកហើយចុះឲ្យរស់នៅតែម្នាក់ឯងនេះលើកទី1ហើយដែលនាំមនុស្សស្រីចូលផ្ទះបែបនេះមែនហើយខ្ញុំថានេះមកពីគ្រួសារតូចទីមិនស្រួលទេមិនស្មានថាប្រពន្ធលោកនោះគ្មានរស់និយមបែបនេះបានហើយក៏មិនជាមិនសមហេតុផលបើស្រីអាចារ្យនោះស្ដាប់លឺ ចៅបាយធំបានបញ្ជាត្រូវមើលថែប្រពន្ធរបស់គាត់ឲ្យល្អកុំឲ្យខ្ញុំបានលឺពាក្យទាំងនេះម្ដងទៀត ចា លោកស្រីចង់ញ៉ាំបាយថ្ងៃនៅត្រង់ណាដែរខ្ញុំនឹងរៀបចំជូន ចប់ហើយអញ្ចឹងខ្ញុំមិនបានឃ្លានទេខ្ញុំប្រញាប់ណា ខ្ញុំមិនឲ្យអ្នកបើកឡានជួយទៅ លោកស្រីលឺថាចង់ទៅក្រៅសូមជួយចូលឡាន បើខ្ញុំយកឡានទៅធ្វើការវាជាអត្តពលអាក្រក់ណាស់មែនទេលោកឡាននេះទំនើបពេកហើយខ្ញុំទីតាក់ស៊ីតែខ្លួនឯង លោក បាន ស្រីពេលនេះកំពុងតែមានផ្ទៃពោះបានធ្វើដំណើរដល់ខ្លួនឯងគឺមិនងាយស្រួលទេចំបាយធំបាននិយាយរួចហើយមិនថាលោកស្រីចង់ទៅណាឲ្យពួកយើងជូនទៅលោកស្រីសូមជួយ អាគារទេសនាការកណ្ដាលរបស់ក្រុមហ៊ុនលោក លោកស្រីចង់ទៅក្រុមហ៊ុនរបស់លោកលូអូមានន័យថាលោកស្រីប្រហែលជាចង់ជួបមុខរបស់ចំបាយធំហើយ សុំទោសចូលលោកចៅការការរំលឹកកូនដែលខ្ញុំបានទុកមុននោះផងត្រូវខ្ញុំនឹងចាំធ្វើទៀតហើយ ទីបំផុតរកឃើញហើយបងប្រុសយ៉ាងស៊ីងមកថ្ងៃនេះខ្ញុំនឹងមិនឲ្យគាត់ស្នៀតទេចង់ជួបគាត់ណា លោកស្រីសូមជួយ មិនអាចទេបងប្រុសយ៉ាងស៊ីងខ្លាចជាអ្នកបបោយ៉ាងម៉េចអ្នកនៅក្នុងចរាចរណ៍ប្រកាសជាបងប្រុសយ៉ាងស៊ីងនោះជាចរាចរណ៍ពិសេសរបស់បងប្រុសយ៉ាងស៊ីងតើមានមនុស្សស្រីចូលមកដោយរបៀបណាហេតុអីស្រីម្នាក់នោះដូចជាស៊ូឡានចាំផងជាន់ទី27បានខ្ញុំចង់ដឹងណាអ្នកណាហ៊ានឆក់យកមនុស្សប្រុសរបស់ខ្ញុំ អេដឹងទេថ្ងៃនេះបុគ្គលិកសំខាន់ចូលរួមថាកែធំក៏នឹងមកចូលរួមដល់ដែរ អស់ចាណាទីបំផុតខ្ញុំបានទៅកាយធំហើយ តាំងទៅរងចាំបានដល់ហើយខ្ញុំបានលើកថាចបាយធំមិនត្រឹមតែជាបរិសុទ្ធទេគាត់ក៏ជាមនុស្សល្អដែរ ខ្ញុំមិនដឹងថាមនុស្សស្រីប្រភេទណាទេដែលចាប់ភ្នែករបស់គាត់បាននោះ សំហោះពួកគេកំពុងនិយាយពីអ្វី ស៊ូឡាននាងជាបុគ្គលិកថ្មីមិនទាន់ដឹងទេគ្រប់គ្នាត្រៀមខ្លួនទទួលចវាយធំនាងក៏មិនទាន់ស្គាល់ចវាយធំដែរ ខ្ញុំក៏មិនអាចស្គាល់គាត់ដែរ ថាម៉េចឯងនៅមិនទាន់ស្គាល់ចវាយធំទេគាត់គឺជាអ្នកមានបំផុតនៅជាងឆាំងលោកលូយ៉ានស៊ីងប្រធានក្រុមហ៊ុនលូគ្រូម មិនបានជាលោកលូទៅវិញខ្ញុំបានជ្រើសរើសយ៉ាងប្រច័ណ្ឌខ្ញុំក្រោយបាច់ជាមន្ត្រីជួបគេទីនពិតជាចាំមែនទេ យ៉ាងម៉េចស្គាល់គាត់ហើយនៅរូបរាងចវាយគឺសំខាន់ណាស់ មែនហើយខ្ញុំបានណា ខ្ញុំនឹងខំប្រឹងធ្វើការដើម្បីចវាយ អូមែនហើយគឺជាគាត់ អេមនុស្សទៅចបាយធំមកដល់ហើយ វ៉ា វ៉ាពិតជាសំជាចវាយធំពិតមែន Big Boss ពិតជាសំខាន់ណាស់ បរិបទថ្មីតែមានគុណភាពបាននេះហេតុអីក៏មិនស្រឡាញ់ខ្ញុំ បានហើយជប់សម័យទៅ គួរឲ្យស្អប់សូមស្ងាត់អ្នកទាំងអស់គ្នាខ្ញុំសូមប្រកាសបន្តិចវិធីស្វាគមន៍បុគ្គលិកថ្មីនៅថ្ងៃនេះចវាយធំមកចូលរួមដល់ទាត់វ៉ាវអស្ចារ្យណាស់អស្ចារ្យណាស់ ចប់ហើយ បុគ្គលិកជាទីគោរពសួស្តីខ្ញុំគឺជាប្រធានក្រុមហ៊ុនលូក្រុមលូយ៉ាងស៊ីងរីករាយដែលបានស្គាល់អ្នកទាំងអស់គ្នាសមិទ្ធផលរបស់ក្រុមហ៊ុនមិនអាចរីកចម្រើនបានទេបើគ្មានអ្នកទាំងអស់គ្នាសូមអរគុណដែលអ្នកទាំងអស់គ្នាតែងតែខំប្រឹងដើម្បីក្រុមហ៊ុនជួរទី2នៅខាងឆ្វេងដៃរបស់ខ្ញុំបុគ្គលិកចុងក្រោយគេ ឡាឡានចវាយសួររកឯងហើយ សូមក្រោកឈរបន្តិចគឺជាស៊ូឡានតែនេះចូលបានយ៉ាងម៉េច សួស្តីលោកលូ នេះគឺជាអ្វីដែលនាងបាននិយាយខំប្រឹងតស៊ូដើម្បីអាជីពដូចជាពួកគេដែរចូលបម្រើក្រុមហ៊ុនលូទាំងដែលការសិក្សានៅមានកម្រិតតើនាងចូលមកក្នុងផ្នែករចនាមែនទេ ចាលោកលូ សូមឆ្លើយសំណួររបស់ខ្ញុំតើអ្វីទៅជាគំនិតនៃការរចនាគ្រឿងអលង្ការ មានអ្វីកើតឡើងធ្លាប់មានការសួរសំណួរក្នុងពិធីស្វាគមន៍ដែរ មិនធ្លាប់មានមុនមកទេ នេះថ្មីមកបាននេះដឹងដល់របៀបណាទៅ មែនហើយ មានតែភាពចម្រុះតែមួយគុណមិនត្រឹមតែការស្វែងយល់ភាពស្រស់ស្អាតនៃរូបប៉ុណ្ណោះទេគឺត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះអារម្មណ៍ខាងក្នុងនិងការបង្ហាញពីភាពច្នៃប្រឌិតវាសម័យដូចតាមសម័យអត្តន័យនិរន្តរភាពនិងការពិបាករកឋានគំនិតរចនាទាំងនេះកំពុងតែវិវត្តចម្រើនអត់ឈប់ឈរអ្វីដែលរចនាគ្រឿងអលង្ការរបស់យើងត្រូវធ្វើគឺការចាប់ផ្ដើមនិងការបញ្ចប់ភាពលេចធ្លោរួមបញ្ចូលនៅក្នុងការងារយ៉ាងខ្ជាជាបំផុត ប្រយ័ត្នពិតជាអស្ចារ្យវិញ ពិតជាអស្ចារ្យមែន អត់ចាំណាត្រូវហើយខ្លាណាស់ទៅបាត់តែជាចំណុចថ្មីតែអាចឆ្លើយបានយ៉ាងល្អ ប្រហែលជាខ្ញុំយល់ច្រឡំលើនាងហើយចម្លើយល្អណាស់សូមអង្គុយចុះពិធីស្វាគមន៍នៅថ្ងៃនេះសូមចាប់ដើម គ្រប់គ្នាសូមចាំបន្តិចកិច្ចប្រជុំតម្រូវគឺនៅថ្ងៃនេះបានមកថាមកចូលនៃការចាប់រង្វាន់អ្នកនឹងសួរបានឆ្លើយសំណួរមិញនេះសូមជួយឡើងមក ឡាឡាននាងសំណាងពេកហើយថ្ងៃទី1អាចឈរលើឆាកជាមួយចវាយធំ ត្រូវហើយឡាឡាប្រញាប់ឡើងទៅចង្វាយកំពុងរងចាំឲ្យលឿនឡើងខ្ញុំ រង្វាន់ដែលអ្នកនឹងសួរចាប់បានគឺជាការជ្រើសចម្រៀងល្អណាស់ល្អ ខ្ញុំនឹងត្រៀមចម្រៀងនៅភាពក្លាហានជួយដល់អ្នកគ្រប់គ្នានៅទីនេះ 终于做了这个决定，别人怎么说我不理，只要你也一样的肯定，我愿意天涯海角都随你去。我知道一切不容易，我的心一直温习。 ស៊ូឡានមុនពេលដែលខ្ញុំបានជួបនាងតើនាងរស់នៅលំបាកយ៉ាងណាទេ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចំណែកចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera, Tocopol vitamin E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ នៅក្នុងវិមានបាក់ធីង
ប្រជុំមុខទៅនឹងមនុស្សរដ្ឋថ្ងៃរវាងអ្នកហាក់ការនៅក្រុមហ៊ុនលោកក្រុមប្រាជ្ញចំណេះដឹងជំនាញពិតប្រាកដតើនាងល្អជាងគេមែនទេហេតុអ្វីបានជាខ្ញុំឃើញនាងបែបនេះខ្ញុំមានបំណងចង់ការពារនាងស៊ូឡាខ្ញុំនឹងការពារនាងដោយជីវិតរបស់ខ្ញុំ 会在一起，人潮拥挤。 ស៊ូឡាចូលក្រុមហ៊ុនដោយរបៀបណាទៅ លោកប្រធានក្រុមហ៊ុនគ្រឿងចូលរួមសន្និសីទការរចនានីតិខេត្តរ៉ាបិននៅឆ្នាំនេះគ្រឿងអលង្ការសកលមានតែស្នាដៃរបស់អ្នកនាងស៊ូតែម្នាក់គត់ដែលអាចបំពេញតម្រូវការយ៉ាងល្អនៅក្នុងក្រុមហ៊ុនរបស់យើងបានដូច្នេះហើយទៅពួកយើងទទួលយកនេះ មានន័យថាការរចនាមួយនោះខ្ញុំគឺជាអ្នកបញ្ជូនវាកាលពី3ខែមុននោះរឿងទាំងអស់នេះគឺជាការចែកដន្យតែប៉ុណ្ណោះទេ ឡាឡានគ្នាណៃនៅតោះទៅញ៉ាំបាយ មិនថាឡានតោះតែញ៉ាំបាយឆាប់ឡើងតោះទេឡានទៅចូលធ្វើការខែដំបូងមានទំនាក់ទំនងចិត្តស្និទ្ធជាមួយតកែធំខែក្រោយកុំភ្លេចខ្ញុំណាកាលខ្ញុំអាចទទួលបានសំណាងខ្លះពីឯង សួស្តីអ្នកណាគឺជាអ្នកនាងស៊ូឡាដែរទៅ គឺខ្ញុំ វ៉ាវគាត់ស្លៀកសម្លៀកបំពាក់តែមួយគត់សន្តាគារយ៉ាងឆេងសម្លៀកបំពាក់សម្រាប់សន្តាគារលំដាប់ថ្ងៃ6មែនហើយខ្ញុំលើថាទីនោះពួកគេមិនណែនាំតំណែងចែកទេទោះបីជាមានលុយប៉ុន្មានក៏គេមិនផ្ញើចេញក្រៅដែរតែគេបានដឹកយកមកឲ្យស៊ូឡាវាហាក់បីដូចជាស៊ូឡាសំខាន់ខ្លាំងណាស់ អាហារថ្ងៃត្រង់មកពីសន្តាគារលំដាប់ថ្ងៃ6នេះខ្ញុំមិនមែនសបិនទេ ឡានមិននឹកស្មានសោះថានេះជាមនុស្សស្រីដែលមានអាកំបាំងបែបនេះមិនមែនទេប្រហែលជាច្រឡំសំទោសខ្ញុំអាចញ៉ាំអាហារទាំងនេះបានទេចុះទៅវិញចុះអាហារនៅសន្តាគារលំដាប់ថ្ងៃ6ស្ដាប់តែដូចជាមានតម្លៃខ្លាំងណាស់ខ្ញុំមិនអាចមានលទ្ធភាព អ្នកនាងស៊ូនេះគឺជាបញ្ជារបស់លោកលោកអាហារនេះគឺមានជីវជាតិណាស់គឺរៀបចំសម្រាប់អ្នកនាងតែម្ដងអ្នកនាងត្រូវតែញ៉ាំឲ្យបាន បានអញ្ចឹងឲ្យមកខ្ញុំមិនយកទៅញ៉ាំនៅខាងក្នុង សូមជួយអ្នកនាងញ៉ាំឲ្យឆ្ងាញ់ចុះ ឡាឡានអញឆាប់បើកទៅពួកយើងចង់ឃើញខ្លាំងណាស់ បើមិន មែ អាច នហើយ វ៉ាវ សុបសឹកខ្មៅក្តាមហាវ៉ៃឆាបន្លែចម្រុះនិងទឹកជ្រលក់ពិសេស ឡានខ្ញុំមិនស្មានថាជាអ្នកមានសោះ ចំណែកពួកយើងត្រូវតែញ៉ាំបាយនៅក្នុងអាហារដ្ឋានដដែល ពួកយើងអត់ទៅអាហារដ្ឋានឆាប់ឡើង លំដាប់គួរពេកហើយប៉ុន្តែខ្ញុំក៏ប្រាប់លោកថាចឹងមិញលោកមិនចាំបាច់យកអាហារមកខ្ញុំទៀតទេ លោកស្រី គេមិនតាមមកវិញទេមិនក៏ពិភាក្សារឿងអាហារទៅហើយចាំបាច់ត្រឡប់មក លោក វិញ ស្រីអាហារពេលល្ងាចរៀបចំរួចរាល់ហើយសូមទទួលទានអូតើលោកស្រីដឹងទេចៅបាយធំទៅធ្វើជំនួយនៅបរទេសនឹងមិននៅរយៈពេលប្រហែលថ្ងៃ ខ្ញុំដឹងថាមានឆេន ចាស់លោកស្រីអាឡូឡាឡានទៅធ្វើការនៅកន្លែងថ្មីហេតុអីយូរម្ល៉េះមិនទាន់មកផ្ទះ ម៉ាក្រុមហ៊ុនមានភារកិច្ចបន្ទាន់ទទួលការបញ្ជាទិញតំណែងធំៗច្រើនដូច្នេះកូនត្រូវនៅយូរបន្តិច កិច្ចការបន្ទាន់អីទៅកូនមិនមកផ្ទះទេអី លំដាប់ក្រុមហ៊ុនលូសិទ្ធិភាពធំដូច្នេះប្រធានចាក់ខ្ញុំអាចទទួលខុសត្រូវណា អូ ស់ មិនអីទេកូននៅម្នាក់ឯងត្រូវប្រយ័ត្នប្រយែងថែរក្សាខ្លួនណាកូនមួយរយៈមុនកាពះកូនមិនសូវល្អទេកុំភ្លេចញ៉ាំថ្នាំផង ខ្ញុំដឹងហើយម៉ាកុំភ្លេចមើលថែសុខភាពខ្លួនឯងណាមានអ្វីមិនស្រួលប្រាប់ខ្ញុំលើទេ ម៉ាក់ដឹងហើយ បេះដូងម៉ាល្អណាស់កូនម៉ាក់នឹងធ្វើជាម្ដាយដ៏ល្អម្នាក់សម្រាប់កូន ចៅបាយធំទៅធ្វើជំនួយនៅបរទេសប៉ុន្មានថ្ងៃក្រោយទើបត្រឡប់មកវិញ លោកគាត់មិនតាមខ្ញុំទេមែនទេចុះហើយជប់មិនធ្វើការនៅឆ្នាំមកដល់ជប់ចឹងក្រោកលំឡើងលឿនពេកខ្ញុំបាច់ជិះយកដបទឹកខោ គ្រប់គ្នានេះជាបុគ្គលិកថ្មីនិងជាប្រធានផ្នែករចនាម៉ូដដែរគឺអ្នកនាងស៊ូ សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសូហ្វីចាប់ពីពេលនេះទៅខ្ញុំជាប្រធានផ្នែករចនាសូមផ្ញើខ្លួនផង គ្រប់គ្នាស្វាគមន៍អ្នកនាងស៊ូហ្វីទៅប្រធានផ្នែករចនាម៉ូដគឺស៊ូហ្វីប្រធានស៊ូហ្វីពេលខែមុនជាប់រវល់ទើបបានចូលរួមពិធីស្វាគមន៍បុគ្គលិកថ្មីតោះញ៉ាំតែរបស់គូទាំងអស់គ្នាទៅវ៉ាល្អណាស់អរចារ្យណាស់អរគុណប្រធានស៊ូអរគុណប្រធានស៊ូវ៉ាវនេះជាតែម៉ាក់របស់អាម៉ូម៉ាក់នេះពិសេសណាស់ហើយខ្លាំងណាស់រសជាតិឆ្ងាញ់ដែរប្រធានស៊ូពិតជាមានរឿងនិយមមែន ខ្ញុំបានលើថាប្រធានស៊ូនឹងជាមួយធំគ្រួសារទាំងពីរគឺជាមិត្តជិតស្និទ្ធហើយក៏នឹងរៀបការឆាប់ៗនេះដែរ ប្រធានស៊ូគឺជាគុណស្រីច្បងនៃគ្រួសារស៊ូលោកយាយបានតែងតាំងឲ្យអ្នកនាងចូលទៅកាន់ប្រធានផ្នែករចនាម៉ូដនេះជាការរៀបចំរបស់តកូលទាំងពីរមិនតែប៉ុណ្ណោះអ្នកនាងស៊ូនិងចៅបាយធំបានភ្ជាប់ពាក្យជាមួយគ្នាកាលពីកុមារភាពរួចហើយ អូ គាត់មានគោលដណ្ដឹងហើយកុំខ្វល់អីចាំណាក៏ដែរយើងទៅចុះសវត្ថិពីបើគេព្រមព្រៀងមកចាប់ពេលណាខ្ញុំក៏មិនចង់នៅជាមួយគាត់ទៀតដែរ នោះជាដបទឹកតខ្លួនរបស់បងប្រុសយ៉ាន់ស៊ីងហេតុអីបានជានៅជាមួយនាង អាយ៉ាសុំទោសផងពិតជានាងមែនដល់បងគាត់ថាខ្ញុំមួយតែឡំមនុស្សមិនបានជានាងមិនចេះប្រុងប្រយ័ត្នឯកសារទាំងនេះសុទ្ធតែជារបស់អាកំបាំងក្រុមហ៊ុននាងមិនមានលទ្ធភាពបង់ថ្លៃទេបើមិនជាខូចមិនត្រឹមត្រូវទេអ្នកមានសញ្ញាបត្រឹមវិទ្យាល័យចង់ចុះក្នុងក្រុមហ៊ុនលោកដែលជាក្រុមហ៊ុនលំដាប់ពពុះបែបនេះដែរអូឬចង់ធ្វើដូចជាម្ដាយរបស់នាងកាលពីមុននាងឡើងលើក្រែតដើម្បីការងារមែនទេអាចខ្ញុំមិនបែបនេះហើយខ្ញុំក៏មិនបានឡើងក្រែតដើម្បីការងារដែរបើមិនបានឡើងក្រែតទេសញ្ញាបត្រវិទ្យាល័យរបស់នាងមិនអាចចូលក្រុមហ៊ុនលោកបាន ក្រុមហ៊ុនលោកផ្ដល់តម្លៃដល់កម្លាំងជាងគុណភាពសិក្សាក្រៅពីនេះឡាននៅក្នុងពិធីស្វាគមន៍បុគ្គលិកថ្មីនាងឆ្លើយសំណួរប្រកបដោយវិជ្ជាជីវៈខ្លាំងណាស់ មិនខុសទេយើងបានបញ្ចប់ការសិក្សាពីសាលាមានកិច្ចការអនុភាពតែយើងទាំងអស់គ្នាឡើងលើក្រែតឯងទេ គ្រាន់តែรู้ទេរបស់ខ្ញុំមកសង្ហាខ្ញុំក៏ចង់ឡើងលើក្រែតដែរប៉ុន្តែគ្មានអ្នកណាចង់បានខ្ញុំទេ វាលែងសំខាន់ទៀតហើយយើងមិនអាចប្រើសិស្សវិទ្យាល័យបានទេស៊ូឡានខ្លាញ់បន្លំលក្ខណៈសម្បត្តិសិក្សារបស់នាងប្រកបដោយតារាមធ្យោបាយកខ្វក់ណាមួយដើម្បីជ្រើសយកក្រុមហ៊ុនលូមិនទាំងផ្នែកធនធានមនុស្សឥឡូវនេះដកស៊ូឡានចេញ ឡានមិនបានផ្ដល់របងចូលក្រុមហ៊ុនទេហេតុអីបានជានិយាយវាប្រហារនាង មែនហើយ មិនហើយ ទៅហើយ មានអីកើតឡើង លោកបានបន្តពេលល្មមប្រធានស៊ូមានការសង្ស័យពីអ្នកចំនួនថ្មីនៅក្រុមហ៊ុនថៃរចនាស៊ូឡានខ្លាញ់បន្លំលក្ខណៈសម្បត្តិសិក្សាប៉ុនប៉ងប្រាំមធ្យោបាយអយុត្តិធម៌លួចចូលក្រុមហ៊ុនដកនាងចេញជាបន្ទាន់ត្រូវដោយសារមុខមាត់ឲ្យក្រុមហ៊ុន ស៊ូហ្វីជាកូនស្រីច្បងរបស់គ្រួសារស៊ូមកតម្លៃអនាគតរបស់ភរិយាលោកមិនយូរមិនឆាប់ក្រុមហ៊ុននឹងខ្លាយជារបស់នាងដែរបើនៅខាងនេះនោះប្រៀបដូចជាពឹងដើមឈើធំហើយអ្នកនាងទុកចិត្តចុះទៅធ្វើបែបនេះខ្ញុំមិនអត់ឲ្យទេខ្ញុំនឹងចាត់ការគេខ្លួនស៊ូឡាននាងត្រូវបានបណ្ដេញចេញពីក្រុមហ៊ុនហើយនាងឆាប់រើបានចេញទៅ តើលោកធ្វើអី តើវារឿងអ្វីកើតឡើងទៅមិនបាច់ជាអ្នកគ្រប់គ្រងមកទីនេះ មិនបានឆ្លត់មកទីនេះ លោកតាំងការសិក្សារបស់ស៊ូឡានគឺខ្លាយៗទេខ្ញុំក៏ពុកតែដកនាងចេញការបន្លំការសិក្សាបែបនេះត្រូវតែបណ្ដេញចេញនាងមិនលឺទេឆាប់ចេញភ្លាមទៅ ទៅសិន
លោកតាអ្នកនឹងសួរគឺជាមិត្តភក្តិរបស់ខ្ញុំមានអ្វីខុសជាមួយនឹងការរចនារបស់នាងខ្ញុំអាចធានាឲ្យនាងបាន តែវារឿងអីទៅស៊ូឡាមិនក៏ស្គាល់លោកហ្វូទៅខាត់លោកហ្វូចេញមុខធានាបែបនេះអ្នកនាងស៊ូគិតយ៉ាងម៉េចដែរទៅ បញ្ហាបុគ្គលិកលោកបានដោះស្រាយខ្លួនឯងទៅ ឡោណាឡោណា អរហើយស៊ូឡាសូមអបអរ ឡាឡាមិនបានជួបនាងយូរហើយឡាឡាមិនបានជួបនាងយូរហើយ លោកហ្វូអរគុណណាស់សម្រាប់ថ្ងៃនេះ ឡាឡានាងមិនថាខ្ញុំថាលោកហ្វូពីមុនមកទេ លោកក៏បានដឹងដែរថាវាជាងពីមុន តែយើងពិតជាមិនអាចរាប់ទៅវិញបានទេសុំទោសឡាឡាកាលណាមានរឿងការឡើងជាមួយនឹងខ្ញុំពិតជាសោកស្ដាយតាមបានជួយ មិនបាច់សន្ទុកខ្ញុំទេមិនអីទេរឿងបានក្រខុសហើយ ម៉ារបស់នាងត្រូវការ30,000ដើម្បីជួយបាត់ជំងឺសូមបងប្រាម៉ាឆាប់បើមិនដូច្នេះទេម្ដាយរបស់នាងមិនអាចជួយបាន តែ30មិនចាំតែខ្ញុំអាចរកឯណាបានតែខ្ញុំពីបងប្រសាឈិតប៉ុណ្ណោះ ហ្វូសាខ្ញុំបាននិយាយថាឯងនិងកូនស្រីក្រៅច្បាប់របស់គ្រួសារស៊ូរស់នៅជាមួយគ្នា កូនមិនចេះមិនសមហេតុផល ហើយយ៉ាបើសិនជាឯងមិនច្បាប់ទេទុកឲ្យខ្ញុំក៏បាត់ដែរ គ្រាន់តែជាកូនស្រីក្រៅច្បាប់មិនអាចឡើងទៅក្នុងខ្ពស់បានទេកូនប្រុសអ្នកមានមុខមាត់ដូចខ្ញុំតែរស់នៅជាមួយមុនស្រីបាននេះបានយ៉ាងម៉េចឡាឡាជប់តាន់ឡាឡាតានាងនៅតាមตัวខ្ញុំទេមែនទេអ្វីដែលខ្ញុំបានធ្វើពីមុនខ្ញុំខុសខ្ញុំសុំទោស លោកហ្វូខ្ញុំគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលគួរប្រកាន់ទោសលោកទេខ្ញុំនិយាយម្ដងទៀតលោកគ្រាន់តែជាអ្នកចាស់របស់ខ្ញុំតែប៉ុណ្ណោះយើងគ្មានអីដល់គ្នាទៀតទេ ឡាឡាតាំងពីថ្ងៃនេះចាយទៅខ្ញុំពិតជាសោកស្ដាយណាស់ព្រោះអាការខ្ញុំនៅទីបាត់ទេព្រោះតែ លោកហ្វូសុំកុំបំផាត់ខ្ញុំទៀតអីខ្ញុំរៀបការហើយខ្ញុំរៀបការហើយ ខានជួបគ្នាយូរហើយលោកហ្វូ លោកខានជប់លោកជួយដូចគ្នា បងប្រុសយ៉ាន់ស៊ីង កញ្ញាស៊ូសូមគ្រប់ខ្លាយមកតែទេ លោកហ្វូបងប្រុសយ៉ាន់ស៊ីងតើតែនិយាយប្រាប់ខ្ញុំអំពីលោកកាលពីថ្ងៃមុននេះឥឡូវស្រាប់តែបានជួបចម្លែកអីថ្ងៃនេះលោកមកក្រុមហ៊ុនលោកផ្ទាល់វាមិនមែនគ្រាន់តែនិយាយអំពីចំនួនទេមែនទេ ដល់ពេលញ៉ាំផ្លែតាមអ៊ីនធឺណិតទៀតហើយ នាងក៏ដឹងដែរ អ្នកនឹងសួរជាសាស្ត្ររបស់ខ្ញុំពីមុនធ្វើការនៅក្រុមហ៊ុនរចនារបស់ខ្ញុំចង់បញ្ជាក់ពីគុណភាពរបស់នាងប៉ុន្តែសម្រាប់ផាត់ផលមួយចំនួនមានតែសារប្រតិបត្តិការណាបានជោគជ័យ លោកហ្វូលោកនិងស៊ូឡានវាមិនមែនត្រឹមតែជាមនុស្សចាស់និងក្មេងប៉ុណ្ណោះទេលោកគឺជាប្រចាំពណ៌សរបស់ស៊ូឡាននាងពិតជាពិសេសសម្រាប់លោកណានាងអាចសិក្សាការរចនាគ្រឿងអលង្ការបានវាមិនមែនជារឿងងាយ តែហើយ មិនដែលបាននាងកាន់ខ្ញុំរៀនរចនាមកព្រោះខ្ញុំចូលចិនលោកហ្វូខ្ញុំជឿនៅភពផ្សេងគ្នាមិនតែទៅអ្វីជាមួយគាត់ទេគ្រាន់តែជាសាស្ត្រក្រមម្ គ្ នាក់ រាន់តែជារឿងចៃដន្យពួកយើងញ៉ាំអាហារជាមួយគ្នាទៅ ឡោះពួកយើងនៅតែពិភាក្សាពីអាជីវកម្ម អាហារពេលនេះមិននិយាយពីអាជីវកម្មទេ មិនបានជាមានអារម្មណ៍ថាដូចជាកំពុងប្រយុទ្ធគ្នាលោកនិយាយហ្វូញ៉ាំអីល្ងាចនេះខ្ញុំមិនបានទៅទេ នាងទៅជាមួយខ្ញុំ ស៊ូឡានបានលើថានាងធ្លាប់ធ្វើការក្នុងក្លឹមគួរតែជាអ្នកផឹកដ៏ល្អមែនទេស្រានេះបងប្រុសយ៉ាន់ស៊ីងបានទិញមកពីក្រៅប្រទេសយ៉ាងពិសេសសម្រាប់ខ្ញុំវាមានតម្លៃណាស់ស័ក្តិសមសម្រាប់ក្មេងស្រីផឹកមិនមើលអត្តសញ្ញាណខ្លួនឯងពុកចង់លួចបងប្រុសយ៉ាន់ស៊ីងពីយើងតើនាងស័ក្តិសមដែរទេ ជាក្មេងស្រីកុំផឹកភាសាជាងអ្នករត់តុងយកទៅក្រុមឲ្យនាងមកកែមក បាទលោក បងប្រុសយ៉ាន់ស៊ីងមនុស្សគ្រាន់តែចង់ផឹកបើបងមិនចូលចិត្តស្រានេះទេនៅមានស្រាប់ផ្សេងទៀតខ្ញុំនឹងទៅយកឲ្យបងខ្លួនឯងចុះ មិនអីទេ លោកតែក្រោយមកហើយ ទុកកន្លែងនេះចុះ ខ្ញុំមកបងខ្ញុំលើកថាហើយហើយទៅក្រោយក៏ដែរ អរគុណនាយកហ្វូ បើមើលទៅលោកហ្វូដូចជាស្គាល់អ្នកហាត់ការក្រុមហ៊ុនលូច្បាស់ណាស់ យើងជាបងប្អូនគ្នាមិត្តភាពល្អគ្រាន់តែជាកូនស្រីក្រៅច្បាប់មិនអាចឡើងទៅក្នុងខ្ពស់បានទេកូនប្រុសអ្នកមានមុខមាត់ដូចខ្ញុំតែរស់នៅជាមួយមុនស្រីបាននេះបានយ៉ាងម៉េចគ្រាន់តែជាក្មេងស្រីសាសនាទុកសម្រាប់ការសម្បាច់ប៉ុណ្ណោះយើងជាបងប្អូនគ្នាមិត្តភាពល្អ គ្រាន់តែធ្លាប់រៀនជាមួយគ្នាប៉ុណ្ណោះ នោះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់មិននឹកស្មានដល់អ្នកហាក់ការនៅក្នុងក្រុមហ៊ុនរបស់យើងតាមពិតចិត្តស្និទ្ធនឹងលោកហ្វូមកពីក្រុមហ៊ុនហ្វូគ្រូការជួយសហការក៏ដោយសារអ្នកទាំងពីរធ្លាប់ជាមិត្តចាស់នឹងគ្នាថ្ងៃក្រោយលោកហ្វូគួរតែមើលថែបុគ្គលិកយើងឲ្យបានល្អ ហ្វូនឹងលោកតំណាងឲ្យជាងឆេងចូលរួមតាមពីពណ៌រចនាម៉ូដគ្រឿងអលង្ការខ្ញុំច្បាស់មកក្រុមហ៊ុនលោកខ្ញុំមិនខាននិយាយចឹងលោកខ្ញុំធ្លាប់ធ្វើការជាមួយឡាណាពីមុនតើលោកអាចឲ្យនាងធ្វើជាជំនួយការរបស់ខ្ញុំបានទេ មិនអីទេអរគុណលោកហ្វូ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចំណែកចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera, Tocopol vitamin E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្បូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ ពេលញ៉ាំអាហារកុំនិយាយពីជំនួយ តើបងប្រុសយ៉ាន់ស៊ីងចូលកៅខ្ញុំនឹងផឹកជាមួយបង ខ្ញុំលើកថាកញ្ញាស៊ូជាសង្សារលោកពីកម្មាភិបមានពីចាំរំថារឿងល្អនៃការឡើងរវាងគ្រួសារតែពីរតែនឹងថាលោកមានគម្រោងការជាមួយកញ្ញាស៊ូនៅពេលណាដែរ លោកប្រហែលជាមានការយល់ច្រឡំកញ្ញាស៊ូនិងខ្ញុំមិនមែនជាប្រភេទទំនាក់ទំនងស្នេហាទេតាមការពិតទៅខ្ញុំចាត់ទុកនាងគឺជាប្អូនស្រីរបស់ខ្ញុំតែប៉ុណ្ណោះ យល់ហើយលោកនឹងស៊ូស្ដាយជាគ្រួសារអ្នកមានតែយ៉ាងចឹងលោកធ្វើបែបនេះក៏ចង់ការពារឯកជនរបស់កញ្ញាស៊ូដែរដល់ពេលលោកកុំភ្លេចថាខ្ញុំចូលរួមភីមង្គលការរបស់លោកផង បងប្រុសយ៉ាន់ស៊ីងតើផឹកលើកៅឡើង កុំផឹកច្រើនពេក មិនអីទេបងប្រុសយ៉ាន់ស៊ីងមនុស្សស្រីគ្រាន់តែចូលចិត្តផឹកបងប្រុសនៅតែដូចពីក្មេងដដែលចូលចិត្តបារម្ភពីខ្ញុំគ្រប់ពេល មិនបានគេទៅថាពេលញ៉ាំអាហារក៏អាចដឹងរឿងច្បាស់ធំផងដែរគេនិយាយមកដូចជាប្រកបណាស់ មើលទៅកញ្ញាស៊ូដូចជាស្មងហើយរំខានដល់លោកជួននេះទៅផ្ទះហើយមើលទៅ អរគុណលោកហ្វូខ្ញុំមិនតិចទេ ខ្ញុំមកជួននេះទៅវិញ លោកហ្វូហាក់ដូចជាដឹងច្បាស់ថាផ្ទះសស្រីនៅឯណា លោកហ្វូខ្ញុំ
ខ្ញុំជិះតាស៊ីបានមិនបាច់ជឿខ្ញុំដែរទេ ពេលនេះយកជើហើយនេះជាក្មេងស្រីជីតាស៊ីតែផ្ទះវិញគ្មានសុវត្ថិភាពទេទុកឲ្យខ្ញុំជួយនាងទៅវិញតោះទៅ លោកខ្ញុំទៅមុនហើយដល់ផ្ទះហើយ ខ្ញុំបានមកទីនេះកាលពីមុនស្វែងរកនាងនៅផ្ទះជួលប៉ុន្តែគេថានាងរើទៅឆ្ងាយហើយជំងឺពីមុនរបស់អ្នកមីស៊ូខ្ញុំក៏មិនបានជួយច្រើនដែរនៅពេលដែលខ្ញុំដឹងវាយឺតទៅហើយខ្ញុំសុំទោសផងឡានមិនសំខាន់ទៀតទេវាចាប់ហើយគ្រប់យ៉ាងជាការសម្រេចរបស់ខ្ញុំទាំងអស់លោកពងលោកមិនបាច់ទៅក្នុងចិត្តទេ ឡានតើពួកយើងនៅមានឱកាសទេឡានតើពួកយើងនៅមានឱកាសទេ នេះជាបរិបទខ្ញុំចាប់អន់ឥឡូវនេះគាត់នៅចំពោះមុខខ្ញុំហើយមិនបានជាខ្ញុំមានអារម្មណ៍អ្វីសោះលោកពងខ្ញុំមានការរួចហើយក៏មានផ្ទៃពោះដែរ នាងនិយាយថាម៉េចខ្ញុំនៅតែជាមួយជំហានសុំទោសលោកហ្វូអ្នកស្រីស៊ូត្រូវបានមកជួបទៅទីផ្សេងហើយថាម៉េច គ្មានអ្វីត្រូវគិតទៀតទេព្រោះវាយឺតពេលអស់មួយជីវិតហើយខ្ញុំធ្លាប់គិតថាលោកនឹងស្លាញ់ខ្ញុំជារហូតប៉ុន្តែនៅទីបញ្ចប់ក្នុងផ្ទៃរបស់លោកខ្ញុំគ្រាន់តែជាឧបករណ៍មួយប៉ុណ្ណោះយកព្រះហើយលោកពងឆាប់ទៅវិញចុះ ឡាន លោកស្រីត្រឡប់មកវិញហើយលោកម្ចាស់កំពុងរំចាំលោកស្រីនៅខាងលើ ចាខ្ញុំបាត់ហើយខ្ញុំមិនបានសួរនាំគាត់នឹងឡើយទេលោកមិនបានជួយកញ្ញាស៊ូទៅទេបានជាត្រឡប់មកវិញនឹងចឹងនេះ នាងនៅមានអារម្មណ៍ចង់និយាយចង់ឲ្យប្តីខ្លួនឯងជួនស្រីផ្សេងទៅអញ្ចឹងនៅមិនយល់ពីចិត្តរបស់ខ្ញុំទេខ្ញុំឲ្យអ្នកបាក់ឡានជួទៅហើយខ្ញុំឲ្យអ្នកបាក់ឡានជួទៅហើយចំណែកនាងគ្មានអ្វីត្រូវប្រាប់ខ្ញុំទេនាងមានទំនាក់ទំនងអ្វីជាមួយនឹងហ្វូសាយឈិន ហ្វូសាឈិននៅគ្រាន់តែជាសាច់របស់ខ្ញុំប៉ុណ្ណោះគ្មានអ្វីលើពីនឹងទៀតទេគឺខ្ញុំនឹងគ្មានទំនាក់ទំនងគ្នាទៀតទេហើយថ្ងៃនេះក៏មិនបានជួបខ្ញុំដែរខ្ញុំនឹងមិនប្រាប់អស័យថាទៅអ្នកណាទេ ណាគេសួរនាងចាប់ពីថ្ងៃនេះតទៅត្រូវនៅឯឆាយពីគេអ្នកមានដូចជាគេមិនស្មោះត្រង់ទេ មិនមែនជាអ្នកមានទេ មិននេះនិយាយថាម៉េច លោកថ្ងៃនេះលោកកេនៅទីនេះអញ្ចឹងខ្ញុំទៅកេនៅបន្ទប់ផ្សេងទៀតចុះ ចង់ទៅណា ខ្ញុំមិនបានដឹងទេថាលោកត្រឡប់មកកេនៅទីនេះដូច្នេះមិនរំខានលោកទេ នេះប្រហែលជាភ្លេចហើយទៀតហ្នឹងថានាងនៅទីនេះក្នុងឋានៈជាអ្វី Do you remember back on the first night? លោកប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងគ្មានការកេងជាមួយគ្នាទេ នៅក្នុងកិច្ចព្រមព្រៀងមិនមានការបែងចែកទេក្រៅពី អ្វីទៅ ពេលនៅក្នុងផ្ទះកុំហៅខ្ញុំថាលោកលូស្រីតូចម្នាក់នេះគេមិនទាន់យល់ពីអ្វីទេបើមិនមែននៅថ្ងៃនេះ បងប្រុសយ៉ាងស៊ីងខ្ញុំវិលមកណា ក៏បាក់ខ្ញុំ ខ្ញុំស្រឡាញ់បងជប់នេះបងនៅជាមួយខ្ញុំទៅណាបងយ៉ាងស៊ីង កាប់ពិតខ្ញុំដឹងហើយនេះជាផែនការរបស់នាង បងយ៉ាងស៊ីងបើបងប្រុសរៀបការជាមួយខ្ញុំក៏មិនប្រាំមជ្ឈបាយគួរឲ្យស្អប់ពើបែបនេះដែរបងយ៉ាង មួយ ស៊ីង កាចាជួបខ្ញុំទៅឲ្យលឿនឡើង លោកលូ យកនាងចេញទៅឆ្ងាយទៅ បាទ បងយ៉ាងស៊ីងបងយ៉ាងស៊ីង អញ្ចឹងចង់ឲ្យខ្ញុំហៅថាម៉េច ហៅខ្ញុំថាបងជិនស៊ីង យិនស៊ីងតែខ្ញុំកំពុងមានកូន ខ្ញុំមានវិធីរបស់ខ្ញុំហើយ ម៉ែទទួលស័ព្ទមកប្រខ្លាំងម្លេះ ឡានយំមិញមានបានមកផ្ទះដែរអន់មិញនេះម៉ាក់បានជួបលីម៉ាគេបានប្រាប់ម៉ាក់ថាគេឃើញកូននៅផ្លូវច្រកចូលភូមិ អត់ទេម៉ាពេលនេះខ្ញុំកំពុងចុះបេសកកម្មការងារនៅអាមេរិកមិនបានតែចាំងឆានទេ អូអញ្ចឹងហ៎ចង់នៅទីនោះយ៉ាងម៉េចដែរកូនទៅខាងក្រៅម្នាក់ឯងត្រូវយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯងណាយល់ទេ ចាដែរហើយម៉ាចាប់ការងារកូននៅប្រញាប់រកម៉ាក់ភ្លាម ចាសុខសប្បាយណាកូន បើម៉ាក់ដឹងថាខ្ញុំកំពុងធ្វើអ្វីតើម៉ាក់នឹងគិតចំពោះខ្ញុំបែបនេះចង់ឲ្យខ្ញុំហៅថាម៉េច ហៅថាយិនស៊ីង យិនស៊ីងស៊ូឡានអីស៊ូឡានមិនក៏និយាយជាមួយលោកមុខបែបនេះមិនគួរឲ្យខ្លាញ់មិនបានជាគាត់ឲ្យខ្ញុំហៅគាត់បែបនេះលោកស្រីភ្ញាក់ហើយមែនទេលោកម្ចាស់នៅខាងក្រោមកំពុងចាំលោកស្រីចុះទៅញ៉ាំអាហារពេលព្រឹងសូមជឿចា មកញ៉ាំអាហារពេលព្រឹកមកអ៊ំចិនចំពោះអាហារពេលព្រឹកត្រូវធ្វើកុំឲ្យផ្អែមពេកត្រូវតែមានជីវជាតិច្រើន ចាលោកម្ចាស់យិនស៊ីងពេលទៅធ្វើការខ្ញុំអាចញ៉ាំអាហារនៅហាងបានទេឬក៏អាចយកទៅផ្ទះទៅក៏បានដែរមិនចង់ញ៉ាំអាហារនៅស្ថានភាពទៀតទេ ហេតុផលអី គឺអាហារថ្លៃពេកហើយរសជាតិក៏មិនសូវត្រូវមាត់ដែរមួយទៀតបើមើលទៅអាហារក្នុងហាងកាហ្វេក៏ទំនងឆ្ងាញ់ម្ចាស់ដែរដូច្នេះខ្ញុំចង់ញ៉ាំនៅទីនោះជាមួយមិត្តរួមការ បានពិបាកពេកថ្ងៃឡើងមកញ៉ាំអាហារនៅបន្ទប់ការិយាល័យអគ្គនាយកទៅ កុំអីមិនបាច់ទេម្ចាស់ថ្លៃធ្វើបែបនេះគ្រប់គ្នាតាមតែលោកស្រីបើមិនចង់ញ៉ាំអាហារសន្តាគារប្រាប់ខ្ញុំក៏បានចាំខ្ញុំរៀបចំអាហារថ្ងៃត្រង់មានជីវជាតិល្អសម្រាប់លោកស្រីនិងកូនក្នុងផ្ទៃប៉ុន្តែលោកស្រីត្រូវខំញ៉ាំឲ្យបានច្រើនខ្ញុំនឹងធ្វើអាហារមានជីវជាតិជូនលោកស្រីរៀងរាល់ថ្ងៃមិនបាច់ទេអ៊ំចេងកុំអត់បាក់អី មកញ៉ាំនៅការិយាល័យឬមួយក៏ចង់ញ៉ាំអាហាររបស់អ៊ំចិនតាមចឹង អញ្ចឹងខ្ញុំសូមរំខានអ៊ំចេងផងណា លោកស្រីនេះគឺជាអាហារថ្ងៃត្រង់សម្បូរទៅដោយជីវជាតិកុំភ្លេចទទួលទាន អរគុណហើយសាវ៉ា លោកស្រីធ្វើការប្រយ័ត្នប្រយែងផង ស៊ូឡាននេះអាចមានប្តីទៅឬយ៉ាងម៉េចប្រធានស៊ូសុំតោះឡានគ្មានចេតនាទេនៅឆាប់ធ្វើអីទៀតមិនបញ្ចប់ប្រមូលវាចឹងទៅនាងនៅឆាប់ធ្វើអីទៀតមិនបញ្ចប់ប្រមូលវាចឹងទៅ
ឡានឡានយ៉ាងម៉េចហើយមើលទៅអញដឹងសិនស្រួលទៅមន្ទីរពេទ្យដែរទេ ខ្ញុំមិនអីទេគ្រាន់តែធ្វើការថែមមកហត់នឹងទិញមិនបាច់ទៅមន្ទីរពេទ្យទេ អីយ៉ាឡានឡានដៃរបស់អញរលាទុកវានឹងសិនហើយខ្ញុំនាំអញទៅរករបួសណាត្រកូលរបស់ខ្ញុំស្ថិតជាគ្រូពេទ្យហើយនេះគឺជាបងរំរបួសតាមការឈប់ដល់ពិសេសវាមិនអាចរកទិញខាងក្រៅបានទេ ល្អណាស់វាមានក្លិនការកាដនីផងដែរ ត្រូវហើយវាជារូបមន្តសម្ងាត់របស់ត្រកូលខ្ញុំមានក្លិនក្រអូបណាស់នេះនៅសល់អញយកទៅប្រើចុះ អរគុណហើយសូមហោះ មិនអីទេស៊ូឡានទាំងអស់នេះគឺជាអ្វីដែលក្រុមហ៊ុនលូត្រូវការនាងត្រូវរៀបចំគម្រោងរចនាម៉ូដនេះឲ្យបានឆាប់បំផុតធ្វើមិនហើយមិនអាចចេញទៅណាបានទាំងអស់អ្នកណាអាចធ្វើបានទៅគេមានបំណងធ្វើបាបអញច្បាស់ណាស់ការងារច្រើនយ៉ាងនេះអញធ្វើតែម្នាក់ឯងទៅមិនរួចទេចាំយើងជួយអញចុះណា កុំអីសូមហោះខ្ញុំថាអ្នកគ្រប់គ្រងប្រញាប់ទៅផ្ទះចុះខ្ញុំអាចធ្វើម្នាក់ឯងបានកូនល្អកុំកុំម៉ាក់ណា លោកម្ចាស់ត្រឡប់មកវិញហើយប៉ុន្តែលោកស្រីមិនទាន់មកទេដូចថាប្រហែលជាយប់បន្តិចអញ្ចឹងខ្ញុំរៀបចំអាហារពេលល្ងាចជូនលោកមុនសិន ឡាននាងមានរឿងអីមើលទៅនាងដូចជាមិនសូវស្រួលខ្លួន ខ្ញុំមិនអីទេគ្រាន់តែមានអារម្មណ៍ថាល្វើយរសាប់បង្ហាញការងារច្រើនតែង ឡានដៃរបស់នាងកាត់អីចាំខ្ញុំទៅមន្ទីរពេទ្យ មិនអីទេចាំខ្ញុំជិះតាក់ស៊ីទៅខ្លួនអញវិញ ប្រេតរបស់នាងណាបណ្ដាប្រពន្ធធ្វើការថែមមកទៅយប់ហ្នឹងមិនក៏គេមិនមកទទួលនាង គឺគាត់ជាប់បំពេញការងារនៅក្រៅប្រទេស ហើយចានាងកុំចេះតែការពារគេពេកមកឲ្យលេខទូរស័ព្ទគេមកចាំខ្ញុំខលនិយាយជាមួយគេ កុំអី អញ្ចឹងនាងត្រូវយកប្រមមកខ្ញុំជួយទៅផ្ទះ ខ្ញុំអាចត្រឡប់ទៅវិញខ្លួនឯងបាន អូខេអញ្ចឹងខ្ញុំសុំជួយនាងទៅមន្ទីរពេទ្យសិនមកទេទៅ យេនស៊ីគេមកនេះដើម្បីទទួលខ្ញុំមែនទេ បងប្រុសយ៉ាន់ស៊ីងខ្ញុំគ្រាន់តែនិយាយលេងសោះមិននឹកស្មានថាបងមកយកខ្ញុំមែនពិតជាល្អដល់ហើយ តាមពិនគាត់មកដើម្បីទទួលភាពស៊ូទី លោកនេះជុំណាស់ហើយតើលោកមកទទួលអ្នកណាចំណែកខ្ញុំមកទទួលអ្នកនាងស៊ូ លោកពូមានរឿងអ្វីបានជាត្រូវមកទទួលបាញ់នេះ ខ្ញុំបានស្វាគមន៍កាត់ទីនេះហើយក៏បានជួបឡានណាល្មមឥឡូវនាងនឹងជួយនាងទៅមន្ទីរពេទ្យខ្ញុំលាសិនឲ្យលោកតោះទៅ អ៊ំចេងមានរឿងអីមែនទេគឺលោកម្ចាស់មិនដឹងមានរឿងអីពេលមកដល់ផ្ទះខ្លាំងណាស់ប្រហែលជាមានបញ្ហានៅក្រុមហ៊ុនហើយទើបមកខ្លាំងបែបនេះលោកស្រីប្រយ័ត្នផងណាខ្ញុំដឹងហើយចាំខ្ញុំទៅមើលគាត់ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera, Tocopol vitamin E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ ទាំងអស់គ្នាចេញទៅហើយដើម្បីក៏មានបញ្ហាអ្វីមិនដែលប្រាប់ខ្ញុំសោះឬមួយក៏គិតថាខ្ញុំជាមនុស្សគួរឲ្យខ្លាច គ្មានទេខ្ញុំមិនគិតថាលោកគួរឲ្យខ្លាញ់ផ្ទុយទៅវិញខ្ញុំមើលឃើញថាលោកជាមនុស្សល្អណាស់មិនថាជាច្បាយឬជាប្តីជាពិសេសចំពោះម៉ាក់របស់ខ្ញុំលោកគ្រូពេទ្យម៉ាក់របស់ខ្ញុំប្រាប់ថាមិនទេពេទ្យនឹងសងប្រាក់គ្រប់ចំនួនរាល់ការចំណាយលើការព្យាបាលប្រមូលរបស់គាត់ទាំងអស់មកវិញហើយរាល់ការព្យាបាលបន្តទៀតក៏មិនប្រាក់របស់លោកជាដែរ នេះគឺជាប្រយោជន៍របស់លោកចាប់ពីពេលនេះតទៅម្ដាយរបស់អ្នកនាងនឹងខ្លាចទៅជាអ្នកជំងឺ VIP នៅមន្ទីរពេទ្យរបស់ពួកយើងហើយ គឺជាកូនជាស៊ីអរគុណខ្លាំងណាស់លោកពិតជាជួយខ្ញុំច្រើនប្រត់មែនលោកជាមនុស្សល្អខ្លាំងណាស់ ចំពោះនាងសម្រាប់ខ្ញុំគ្រាន់តែជាការដឹងគុណទេចំពោះនាងសម្រាប់ខ្ញុំគ្រាន់តែជាការដឹងគុណទេប៉ុន្តែមើលទៅនាងនៅក្មេងយ៉ាងនេះប្រកាសជាមិនដឹងអ្វីទេចាំខ្ញុំគឺជាអ្នកតាមនាងទេ លោកហ្វូនខ្ញុំគ្នាដែរគ្នាពេលគ្រាន់តែពេលនោះខ្ញុំមិនស្រួលខ្លួនតែគាត់សុំជូនខ្ញុំមកមន្ទីរពេទ្យដល់ណាមិនបានឆ្លងទៅដល់សុខភាពខ្ញុំអាចធ្វើគេខ្លាំងបានទេ ថ្ងៃក្រោយបើសិនជាមិនស្រួលខ្លួនត្រូវតែប្រាប់ខ្ញុំឲ្យបានដឹង ខ្ញុំបានតាមមន្ទីរពេទ្យពិនិត្យរួចហើយក៏មិនអីទេប្រហែលជាដោយសារតែប្រហែលថ្ងៃនេះខ្ញុំសម្រាប់មិនគ្រប់គ្រាន់តែកម្រំអីកុំត្រេកអរអីគេគ្រាន់តែបារម្ភពីកូនទៀតប៉ុណ្ណោះបារម្ភបែបនេះសង្ឃឹមថាអនាគតនឹងក្លាយជាបុគ្គលល្អម្នាក់ បាយកាត់អី គឺរលាកទឹកក្តៅនៅកន្លែងធ្វើការ ជួយយ៉ាងនេះហើយក៏នាងនៅតែមិនប្រាប់ខ្ញុំទៀត របួសតិចតួចក៏បានរំហើយដែរ កាន់តែនៅជាមួយគ្នាខ្ញុំកាន់តែឃើញពីភាពរឹងមាំរបស់នាង លោកហ្វូនខ្ញុំពិត ហើយ ជា ក៏ចូលចិត្តនិយាយពីគូសាជនម្ល៉េះចិត្តស្និទ្ធជាមួយគេខ្លាំងណាស់ ក៏ចិត្តស្នាដៃតែមិនសំខាន់ទំនាក់ទំនងរវាងខ្ញុំនិងគេវាបានបញ្ចប់ហើយពួកយើងមិនអាចធ្វើទៅដោយបានទេមិនបាច់បារម្ភទេ ពីពេលនេះតទៅឈប់ចេញទៅជាមួយគេពីរនាក់ទៀត ខ្ញុំមានសេរីភាពចង់ជួបអ្នកណាក៏បានដែរលោកត្រូវប្រឹកខ្ញុំពេកហើយ មិនមែនជាការស្នើសុំឲ្យធ្វើតាមទេប៉ុន្តែជាបញ្ជា លោកមានសិទ្ធិបញ្ជាខ្ញុំ និយាយថាម៉េច គ្មានទេតែរបស់លោកចិនឈាមហើយ ចេះបារម្ភពីខ្ញុំដែរអើយ ចាំមួយផ្លែនខ្ញុំរកបងរំលឹកមិនឃើញប្រើរបស់ដែលសង្ហឲ្យខ្ញុំសិនចុះចាំថ្ងៃស្អែកចាំខ្ញុំទិញថ្មីបដោឲ្យលោក តាំងពីក្មេងរហូតមកដល់ពេលនេះខ្ញុំតែទៅជាបារម្ភតែខ្លួនឯងលើកលែងតែរបួសធ្ងន់ឬដល់ថ្នាក់បាត់បង់ស្មារតីតាំងពីដើមឡើយមកខ្ញុំមិនដែលជួបមនុស្សស្រីណាម្នាក់ដែលដូចជានាងទេនេះគឺជាអារម្មណ៍ដែលត្រូវបានគេយកចិត្តទុកដាក់ រួចហើយ ដៃរបស់នាងតែឈឺទេ មិនឈឺទេ ហើយជួបពូវិញមាននៅឈឺទេ ឡើងឈឺទៀតហើយពេលគេញញឹមមើលតើល្អណាស់
គួរថ្លៃដូចរាល់ដងទេថែមទាំងគួរអាស្រ័យទៀតផង មើលចាស់ហើយនៅ ខ្ញុំទៅទឹកសិនហើយ បន្ទប់ទឹកនៅខាងនោះដើរមកខាងនេះចំទៅណា អរគុណលោកលូ ធ្លាប់មកហៅខ្ញុំលោកលោកទៀតហើយគ្មានជំងឺ ពួកឯងមើលនោះលោកលូនឹងប្រធានទូតាមមកហើយ ខ្ញុំនឹងថាពួកគេទាំងពីរភ្ជាប់ពាក្យគ្នារួចហើយមើលទៅក៏សំគ្នាណាស់ដែរមិនបានជាទំនាក់ទំនងរបស់សាធារណៈ តែលោកលូមានបាត់បង់តកតាចម្រុះទៀតផង ឃើញហើយមិនគួរជឿថាលោកលូច្បាយធំជាមនុស្សមើងម៉ាត់មិននិយាយស្ដីបែរជាប្រើបងរំរបួសសុទ្ធតែរបស់តកតាបែបនេះដូចជាមិនសមនឹងគាត់ បងរំរបស់ច្បាយធំមិនក៏ដូចរបស់ខ្ញុំម្លេះ គ្រាន់តែបងរំលោភអ្នកណាក៏មានដែរមិនមែននៅប្រទេសនេះណា ជប់និយាយដើមច្បាយទៅ យកមក មិនគួរទេបងរំរបស់តកតាផ្កាឈប់នោះជារូបមន្តសម្ងាត់របស់គ្រួសារខ្ញុំផ្ដាច់មកគ្មានលក់នៅលើទីផ្សារទេ នាងចង់បានថាលោកលូលួចបងរូបតកតារបស់នេះមែនទេ ខ្ញុំមិនបានចង់មានន័យអញ្ចឹងទេអេឡាឡានមិននេះឯងបានឃើញទេដូចរបស់ខ្ញុំមែនអត់ មិនដូចទេ ឃើញទេថាមិនដូចគ្នា ប៉ុន្តែបងរំរបស់ខ្ញុំផ្លាយពីគេមានក្លិនផ្កាហ្គាឌីនីក្រអូបរហាចុះឲ្យដល់មកមិញនេះឯងមានបានធំក្លិនដែរអត់ មិនបានសំខាន់ផង អត់ទេ បានហើយខ្ញុំប្រញាប់ធ្វើសំណើឯកសារផងតោះឆាប់ធ្វើការទៅ មែនហើយបងមិនឃើញទៅ បងយ៉ាន់ស៊ីងដៃរបស់បងកើតអីហ្នឹង ត្រូវរបួសតែទួយ ចាំថាពេលដែលបងមានរបួសបងតាំងពីបានដល់ខ្លួនឯងប៉ុន្តែអញ្ចឹងចុះខ្ញុំក៏មានថ្នាំល្អដែរជាថ្នាំបុរាណនៅផ្ទះចាំខ្ញុំសាកយកឲ្យបងប្រឡូមើល ខ្ញុំមិនចង់រកខានទេ ខ្ញុំមិនបានគិតអញ្ចឹងទេគឺអូនពេញចិត្តធ្វើដើម្បីបងណាយ៉ាន់ស៊ីង ជំនួសអាការព្យាយាមដើរតាមខ្ញុំមិនក៏មិនខំធ្វើការងារគួរតែគិតថាត្រូវឆ្នៃមកបែបណាទីនេះគឺជាក្រុមហ៊ុនលូមិនត្រូវការមនុស្សជាតិទេ ហេតុអីបានជាបងយ៉ាន់ស៊ីងតែងតែបង្ងើយកតៃដាក់ខ្ញុំធ្វើដូចជាស្អប់ខ្ញុំណាឬមួយក៏ខ្ញុំមិនល្អគ្រប់គ្រាន់ហេតុអីបានជាបងមិនចូលចិត្តខ្ញុំ ប្រធានសួរហៅខ្ញុំមែនទេ តែឆែកមើលឲ្យខ្ញុំបន្តិចថាបងរំរបួសរូបតកតាផ្កាឈប់នេះមានប្រភពដើមមកពីណាខ្ញុំចង់ដឹងណាអ្នកណាវាហ៊ានឆក់យកបងយ៉ាន់ស៊ីងពីខ្ញុំ ចាទទួលបានប្រធានសួរ ស៊ូឡានហេតុអីគម្រោងរចនាម៉ូដនេះនៅមិនទាន់រួចរាល់ទៀតក្រាញ់ខ្ញុំប្រាប់យ៉ាងហើយបើការងារមិនទាន់រួចមិនអាចទៅផ្ទះបានទេ គឺដោយសារតែរបាយការណ៍ច្រើនពេក ខ្ញុំមិនខ្វល់បើថ្ងៃនេះមិនរួចរាល់ត្រៀមខ្លួនដាក់ចេញពីក្រុមហ៊ុនលូទៅផែនការគម្រោងរចនានេះច្រើនណាស់ឲ្យបែរតែប៉ុណ្្នឹងគេចង់ធ្វើបាបឯងច្បាស់ណាស់ មែនហើយគាត់មានចេតនាធ្វើបាបច្បាស់ណាស់ ឡានឡានក៏ព្រួយអីចាំពួកយើងជួយ តែហើយពួកយើងជួយគ្នាទៅ អរគុណទាំងអស់គ្នាណាទីបំផុតបានសម្រេចហើយ របាយការណ៍នេះយកជាការមិនបានទេធ្វើឡើងវិញមុនម៉ោង 12 ថ្ងៃនេះត្រូវតែប្រគល់ឲ្យខ្ញុំ ចាប់បានប្រធានសួរ ឡានឡានថ្ងៃនេះយើងមិនអាចជួយនាងបានទៀតទេ មិនអីទេពួកឯងត្រឡប់ទៅមុនចុះលោកស្រីថ្ងៃនេះមកផ្ទះចុះហើយនឹងយកការងារមកធ្វើថែមទៀតលោកស្រីបើមានអ្នកណានៅក្រុមហ៊ុនកំពុងមានចេតនាធ្វើបាបអ្នកស្រីកុំលាក់បាំងឲ្យសោះត្រូវតែប្រញាប់ប្រាប់ទៅលោកម្ចាស់បានដឹងគាត់នឹងជួយលោកស្រីណាមិនអីទេពេលនេះនៅក្រុមហ៊ុនកំពុងរៀបចំការប្រកួតរចនាម៉ូដក្នុងនាមជាបុគ្គលិកម្នាក់ទោះខ្ញុំមិនមានលក្ខណៈគ្រប់គ្រាន់ទាំងស្រុងដើម្បីធ្វើគម្រោងនេះតែខ្ញុំក៏ចង់ជួយធ្វើការងារនេះដូចខ្លួនឯងតែយ៉ាងណាលោកស្រីក៏ត្រូវយកចិត្តទុកដាក់លើសុខភាពផងព្រោះលោកស្រីនៅមានកូនក្នុងផ្ទៃទៀតខ្ញុំរៀបចំផ្លែឈើជូន ហេតុអីបានជាមកឃើញនៅទីនេះ ប្រធានសួររបាយការណ៍នេះខ្ញុំនឹងបកគលឲ្យនាងឆាប់ឆាំ ឃើញហើយក៏នៅតែគិតពីការងារដែរស្មានមកដល់ថានាងពិតជាអាចធ្វើបានមែននាងធ្វើឲ្យខ្ញុំចាប់បានខ្លាំងណាស់ លោកស្រីអរុនសុខស្ដីអញ្ជើញលោកស្រីនេះជាសម្លៀកបំពាក់ដែលលោកម្ចាស់តែងឲ្យជាពិសេសសម្រាប់លោកស្រីស្អាតទេវាស័ក្តិសមខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះលោកស្រីត្រូវពាក់វាទៅធ្វើការនៅថ្ងៃនេះរៀបចំសម្រាប់ខ្ញុំមែនទេចា អេឡាឡានថ្ងៃនេះឯងស្អាត អត់មានទេមិនដល់មកឡើងផងស៊ូឡានប្រធានសួរឲ្យនាងទៅជួបនៅការិយាល័យកូនចាបងស៊ីដានប្រធានសួរខ្ញុំបានធ្វើផែនការរួចរាល់ហើយនេះគឺជាគម្រោងរចនាម៉ូដរបស់ខ្ញុំសូមចេញពីនិន ចាំទុំនាងគ្រាន់ជាអ្នកហាត់ការតូចតាចកុំភ្លេចខ្លួនចង់ប្រៀបស្មើនឹងខ្ញុំ ប្រធានសួរការងារនៅក្រុមហ៊ុនខ្ញុំឃើញថាអស្ចារ្យណាស់ប៉ុន្តែខ្ញុំគិតថាវាដូចជាមិនទាន់ស័ក្តិសមនឹងប្រធានប័ណ្ណនៃការប្រកួតប្រជែងរចនាម៉ូដអន្តរជាតិទេខ្ញុំគិតថាខ្ញុំជាបុគ្គលិកថ្មីមិនសមនិយាយច្រើនពាក់ព័ន្ធនឹងគម្រោងនេះទេប៉ុន្តែខ្ញុំចង់ឲ្យការរចនារបស់ខ្ញុំមានប្រយោជន៍សម្រាប់ការប្រកួតលើកនេះ ទុកត្រង់នឹងហើយនាងត្រូវបានបណ្ដឹងចេញពីគ្រូសាស៊ូសូម្បីតែអ្នកសម្អាតប្រពន្ធក្នុងក្រុមហ៊ុនលូក៏នាងប្រៀបស្មើមិនបានផងនៅចង់ហ៊ានប្រកួតប្រជែងជាមួយយើងអេពួកឯងដឹងទេកិច្ចប្រជុំនៅថ្ងៃនេះលោកហ្វូក៏មកដែរ ជាតំណាងកិច្ចការខាងក្រៅរបស់ក្រុមហ៊ុនហ្វូលោកហ្វូស៊ីឈិន លោកហ្វូក៏មកពីគ្រួសារអ្នកមានកំពូលម្នាក់នៅយ៉ាងឆែកដែរហើយខ្ញុំលើថាលោកហ្វូនៅលីតាមទៀតផង តើមនុស្សស្រីម្នាក់ណាទៅណោះដែលសំណាក់បានរៀបការជាមួយគាត់ មែនហើយអេលោកគឺលោកហ្វូមកហើយអូយមើលទៅ វ៉ាវសង្ហាខ្លាំងណាស់ ជាសង្ហាមែនទេ ពិតជាសង្ហាខ្លាំងណាស់ ចាស់ពីនេះតទៅជុំនៅចិត្តគេទៀតគេមិនអ្នកនេះទុកចិត្តមិនបានទេ ពេលនេះខ្ញុំគាត់តែចង់មានសុខភាពអាចដល់កំណត់ឲ្យកូនប៉ុន្តែមកអាចនៅជាមួយម៉ាក់ជំនាញក្រីសុំក្នុងជីវិតនេះមិនចង់បានអីទៀតទេ អើយហេតុអីក៏កិច្ចប្រជុំយូរអីបែបនេះខ្ញុំចង់ដឹងដល់ហើយរបាយការណ៍ការរចនាថ្មីធ្វើបានអាម៉ាត់ដែរទេ ការរចនារបស់ខ្ញុំមិនគួរមានអ្វីខុសទេ សូមមើលទាំងអស់គ្នានេះជាអ្វីដែលខ្ញុំបានធ្វើសម្រាប់ការប្រកួតនេះស្នាដៃដែលបានរចនាភ្ជាប់ជាមួយគុណខ្ចង់ជាច្រើនស្រទាប់សមត្ថភាពនៃការតុបតែងមាន
ភាពប្រណិនរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ការរចនារបស់នាងគឺមើលទៅស្មុគស្មាញពេកការពិតទៅនាងគួរតែដឹងថាអ្វីទៅដែលយើងចង់បានសម្រាប់ការប្រកួតនៅលើកនេះនាងរចនាម៉ូដស្មុគស្មាញបែបនេះតែធ្វើអ្វីមើលទៅងាយៗការរៀននៅបរទេសរបស់នាងមើលទៅច្រើនឆ្នាំនេះទីបំផុតគឺគ្មានអ្វីអស្ចារ្យសោះនៅតែមិនយល់ខ្ញុំណែនាំឲ្យនាងទៅសួរមនុស្សថ្មីនៅក្នុងផ្នែករបស់នាងមិនទេ ស៊ូឡាននាងស្រីដំរីបើមិនមែនព្រោះតែនាងខ្ញុំក៏មិនត្រូវបងយ៉ាងស៊ីងស្ដីឲ្យខ្លួនអង្គបែបនេះដែរបងប្រុសយ៉ាងស៊ីង នៅក្រុមហ៊ុនហៅខ្ញុំថាលោកលូនៅក្រុមហ៊ុនត្រូវហៅខ្ញុំថាលោកលូ ចាខ្ញុំជិលហើយលោកលូលើកនេះខ្ញុំធ្វើខុសក្នុងការងាររចនាម៉ូដខ្ញុំនឹងធ្វើវាម្ដងទៀត ខ្ញុំថាលោកនូជួយមិនធ្វើឲ្យអ្នកនេះស៊ូខាទៅអ្នកនេះស៊ូទៅតែត្រឡប់មកពីបរទេសទោះបីអ្នកនេះស៊ូបានរៀននៅបរទេសប៉ុន្តែអ្នកនេះស៊ូមិនទាន់មានបទពិសោធន៍ដូច្នេះទៅពេលនេះខាទៅខ្ញុំជឿជាក់ថានាងអាចធ្វើការងារនេះបាន មែនហើយលោកលូទោះយ៉ាងណាអ្នកនាងស៊ូក៏បានព្យាយាមធ្វើគម្រោងរចនាម៉ូដនេះដែរដូច្នេះសូមផ្ដល់ឱកាសឲ្យនាងម្ដងទៀតទៅ លទ្ធភាពការងាររបស់អ្នកនាងបើសិនជាលើកនេះចេញមកមិនបានល្អមិនចាំបាច់មកធ្វើការទៀតទេ បងប្រុសយ៉ាងស៊ីង មានអីកាលណាទៀតហើយឬក្នុងភ្លើងទូហើយ មើលទៅតាមទឹកមុខគម្រោងរចនាម៉ូដបរាជ័យទៀតហ៎ តើអ្នកណាធ្វើឲ្យស្រីចាក់កំណាចក្តៅក្រហាយទៀតហើយមើលកាយវិការចោះធ្វើដូចជាក្រុមហ៊ុនលុយកម្មសិទ្ធិរបស់នាងចឹង ថាមានអ្វីខុសក្នុងគម្រោងរចនាម៉ូដនោះទេ ខ្ញុំក៏ចង់ដឹងដែរថាគម្រោងរចនាម៉ូដនេះនាងធ្វើវាល្អប៉ុណ្ណាតើគម្រោងរចនាម៉ូដរបស់នាងវាល្អខ្ចោះបែបនេះបានយ៉ាងម៉េចទៅមិនបានខ្លាចជាអ្វីដែលបងយ៉ាងស៊ីងត្រូវការគ្រប់គ្នាបានដឹងទេតែប្រជុំថ្ងៃនេះគម្រោងការរចនារបស់ភៀនស៊ូត្រូវបានបដិសេធហើយលោកលូខឹងខ្លាំងណាស់ និយាយបែបនេះប្រចាំគេលឺទៅ ខ្ញុំបានប្រើវាជាឯកសារយោងសម្រាប់ការរចនាលើកនេះការរចនាពីមុនរបស់ក្រុមហ៊ុនលូដែលនាងបានធ្វើនឹងរៀបចំវាខុសទាំងអស់មិនអនុញ្ញាតឲ្យប្រើការបានទេដូច្នេះនាងត្រូវតែទទួលខុសត្រូវក្នុងរឿងនេះលោកលូបាននិយាយរួចហើយផ្នែករចនាម៉ូដត្រូវតែធ្វើការងារនេះឡើងវិញគម្រោងនេះត្រូវតែឲ្យទាន់ពេលកម្មវិធីមិនអាចយឺតបាននោះទេស៊ូឡានជាពិសេសគឺនាងត្រូវតែធ្វើកិច្ចការនេះ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera, Tocopol vitamin E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្មូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ ចាប្រធានស៊ូលើកនេះបើសិនជានាងធ្វើឲ្យមានបញ្ហារហូតការងារចេញមកមានភាពយឺតយ៉ាវនិងបរាជ័យទៀតវាមិនត្រឹមតែនាងទេតែទាំងអស់គ្នាត្រូវតែទទួលខុសត្រូវសុំទោសជាកំហុសរបស់ខ្ញុំដឹងដែរថាជាកំហុសរបស់នាងត្រូវតែធ្វើការងារឲ្យបានល្អហើយចេញពីធ្វើការថ្ងៃនេះបុគ្គលិកទាំងអស់ត្រូវតែធ្វើការថែមមកហាយល់ច្បាស់ហើយមែនទេខ្ញុំទទួលខុសត្រូវមិនអាចបានហើយខ្ញុំអាចធ្វើបានប្រធានស៊ូឲ្យពួកគេទៅផ្ទះចុះស៊ូឡានពួកគេទាំងអស់ត្រូវធ្វើការថែមមកគឺដោយសារតែនាងបើក្នុងរយៈពេល3ថ្ងៃនាងមិនយកគម្រោងរបាយការណ៍ថ្មីមកឲ្យខ្ញុំទេការងារជាបុគ្គលិកខាត់ការរបស់នាងនៅក្នុងក្រុមហ៊ុនលូក៏មិនគង់ទៀតដែរខ្ញុំនៅដៃនាងចេញប្រធានស៊ូធ្វើបានល្អណាស់អ្នកណាប្រើឲ្យពួកគេចិត្តល្អជួយស៊ូឡានធ្វើអី លោកស្រីមានអារម្មណ៍មិនស្រួលត្រង់ណាដែរចាំខ្ញុំទូរស័ព្ទទៅលោកម្ចាស់ឲ្យនាំលោកស្រីទៅមន្ទីរពេទ្យមិនអីទេខ្ញុំគ្រាន់តែសម្រាប់មិនគ្រប់គ្រាន់កំរំអីការងារសំខាន់ហើយរាងកាយក៏សំខាន់ដែរនិយាយចឹងលោកស្រីថ្ងៃស្អែកកុំភ្លេចទៅមន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃពោះមុនពេលស្នាមណាមែនហើយរវល់ពេកភ្លេចអត់ចឹងថាមានណាពិនិត្យផ្ទៃពោះជាមួយគ្រូពេទ្យត្រូវបញ្ចប់ការងាររួចរាល់នៅយប់នេះលោកម្ចាស់មួយរយៈនេះលោកស្រីធ្វើការថែមម៉ោងនឹងវល់ចាំណាចំណាយទឹកមុខគាត់មិនសូវល្អដែរអាហារក៏ញ៉ាំតិចជាងមុនដែរ ខ្ញុំដឹងហើយគំនិតនៃការរចនាលើកនេះខុសគ្នាស្រឡះមិនដូចការពីមុនទេគឺល្អឥតខ្ចោះមើលទៅស៊ីជម្រៅមានការបង្ហាញចំណុចថ្មីៗនៃការច្នៃប្រឌិតតើនាងធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលប្រហែលដងទៀតទៅប៉ុន្តែនាងគ្រាន់តែជាអ្នកហាត់ការមិនការពិតគឺត្រូវគេធ្វើបាននាងហ៊ានលេងអ្វីនៅខាងក្នុងខ្ញុំត្រូវទទួលខុសត្រូវ អញ្ចឹងមកបាត់មករកខ្ញុំយឺតហើយមិនបាច់យកអាហារទៅឲ្យខ្ញុំទេណាអង្គកុំបារម្ភអីលោកស្រីលោកម្ចាស់ប្រាប់មិនឲ្យខ្ញុំរំខានចង់ឲ្យលោកស្រីគេងឲ្យយូរបន្តិចថ្ងៃនេះលោកស្រីត្រូវពិនិត្យទីពោះមិនទីមិនបាច់តែក្រុមហ៊ុនទីមើលខ្ញុំចុះចាប់ផ្លេចរឿងនេះតើកាន់ពីព្រោះហើយតែខ្ញុំមិនបានសុំច្បាប់ទេលោកម្ចាស់អនុម័តហើយពេលនេះកំពុងចាំលោកស្រីនៅខាងក្រោមឆាប់រៀបចំខ្លួនទៅញ៉ាំអាហារពេលព្រឹងចិនស៊ីថ្ងៃនេះខ្ញុំអាចទៅពិនិត្យទីពោះម្នាក់ឯងបានលោកមិនបាច់ទៅទេ កូននោះក៏ជាកូនរបស់ខ្ញុំដែរខ្ញុំទៅជាមួយនាង ទោះខ្ញុំមិនថាគាត់ធ្វើរឿងនេះសម្រាប់កូនតែក៏អត់រំភើបមិនបានដែរ ពូស៊ូរឿងដែលខ្ញុំអាចធ្វើរួចរាល់ហើយ រួចរាល់ហើយបាទ ញ៉ាំរួចហើយមែនទេតោះទៅ រីករាយផងអ្នកនាងស៊ូកូនមានសុខភាពល្អណាស់ប៉ុន្តែត្រូវយកចិត្តទុកដាក់ឲ្យកាន់តែល្អបន្ថែមទៀតចាអរគុណអ្នកគ្រូពេទ្យត្រូវហើយនៅមន្ទីរពេទ្យរបស់យើងក៏បានបង្កើតគ្រូវិឆាជាផ្លូវការដើម្បីសម្រួលដល់ការទំនាក់ទំនងរបស់អ្នកជំងឺអ្នកនាងអាច scan QR code នេះបានដើម្បីយកក្រុមសមាជិកភាគច្រើនសុទ្ធតែគ្រូពេទ្យជំនាញដូច្នេះរាល់ការចង់ពិភាក្សាផ្សេងៗអ្នកអាចសាកសួរបាននៅក្នុងក្រុមនេះចាអរគុណខ្លាំងណាស់លោកបានក៏អាចចូលរួមបានដែរ អូបានអញ្ចឹងល្អហើយចាំខ្ញុំទៅ ល្អសំបីតែវិឆានក៏មិនមាន friend ជាមួយគ្នាដែរច្បាស់ទេថាអ្នកទាំងពីរជាប្តីប្រពន្ធសំបីតែវិឆានក៏មិនមាន friend ជាមួយគ្នាដែរច្បាស់ទេថាអ្នកទាំងពីរជាប្តីប្រពន្ធប្រកាសណាចឹងតែពីរជាប្តីប្រពន្ធគ្នានេះជាលើកទី1ហើយដែលខ្ញុំបានជួបករណីប្លែកដូចអ្នកទាំងពីរអីចាយុវជនសម័យនេះពិតជាពិបាកយល់មែន ចាំខ្ញុំជូនត្រឡប់ទៅផ្ទះវិញ ចាម
ថាលោកសេឈ្មោះខ្ញុំថាយ៉ាងម៉េចទេខ្ញុំដាក់គាត់ថាតែកាយធំមនុស្សតាំងនឹងតិចចុះប្រហែលជាគាត់សេឈ្មោះខ្ញុំថាស៊ូឡាននឹងឯង អាយ៉ាអ្នកអាការរបស់ខ្ញុំត្រឡប់មកវិញហើយថ្ងៃនេះគ្រប់គ្នាមកមានញឹកណាស់តែនាងនៅតែសុំចេញក្រៅ មើលទៅនាងដូចជាមិនខ្វល់អីសោះនាងកំពុងតែធ្វើពុតឬគាត់យ៉ាងម៉េចតែកម្រងរចនាម៉ូដនៅឯណាគេប្រជុំពិភាក្សាលើកទី2នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះហើយព្រោះដល់ហើយខ្ញុំបានផ្ញើ PTT ទៅអ៊ីមែលរបស់នាងពេលនេះមើលទៅអាចប្រើការបានទេមើលទៅអាចប្រើការបានទេខ្ញុំគិតថានាងដឹងពីអ្វីដែលយើងចង់បានតើបងស្រីស៊ូហ្វី គ្រប់គ្នាស្ដាប់ការប្រជុំនឹងចាប់ផ្ដើមក្នុងរយៈពេល10នាទីទៀតលើកនេះក្រុមជំនាញរបស់ហ្វូក៏បានមកចូលរួមដែរត្រូវធ្វើខ្លួនឲ្យបានល្អ ធ្វើនៅក្រុមហ៊ុនជាផ្ទះរបស់ខ្លួនឈឹ មែនហ្នឹងច្បាស់ធំមិនតនិយាយផងតាំងខ្លួនអាចជាលោកស្រីលូទៅហើយ អ្នកទាំងអស់គ្នាក៏បារម្ភប្រសិនបើរបាយការណ៍ប្រជុំនេះគ្រប់ចឹងដំណើរការល្អប្រាក់រង្វាន់នឹងត្រូវបូករួមបញ្ចូល អូ ជំនួយការចាងបងប្រយ៉ាន់ស៊ីងឲ្យមកហៅខ្ញុំទៅប្រជុំមែនទេតើអញ្ចឹងចាប់ ប្រ ទៅ ធានស៊ូលោកបាននិយាយថាកិច្ចប្រជុំនេះត្រូវឲ្យបុគ្គលិកក្រុម A ចូលរួមទាំងអស់ ថាម៉េចប៉ិតមែនណការប្រជុំថ្នាក់គូបែបនេះគាត់អនុញ្ញាតឲ្យបុគ្គលិកក្រុម A របស់ខ្ញុំទៅអូមិនគួរជឿទេជាចេតនារបស់លោកលូបើអញ្ចឹងទៅទាំងអស់គ្នាតែម្ដងទៅស៊ូឡានថ្មីនេះនឹងបានជួបសម្រាប់នៅមានការងារជាច្រើនទៀតដែលមិនទាន់រួចរាល់ដូច្នេះនឹងមិនបាច់ទៅចូលរួមទេចាប្រធានស៊ូ សុំសិនលោកបានបញ្ជាក់ថាបុគ្គលិកក្រុម A ទាំងអស់មិនឲ្យបានមកស្មៃតែម្នាក់ បានហើយចាប់តាមទៅ លោកហ្វូអញ្ចឹងក្រុមរបស់លោកចាប់តាមមុនគ្រប់គ្នាខ្ញុំគឺជាប្រធានក្រុមហ៊ុនហ្វូគ្រប់លើកនេះផងណាការរចនាក្រុមហ៊ុនហ្វូខ្ញុំគឺជាអ្នកទទួលខុសត្រូវសូមឲ្យក្រុមខាងនោះ គម្រោងរចនាម៉ូដរបស់លោកពូគាត់បានគួរខ្លួនឯង ខាងនោះហើយគឺជាអ្វីដែលខ្ញុំគិតអំពីគ្រឿងអលង្ការនេះវាជាផែនការរចនា មិនបានឃើញមួយឆ្នាំការរចនាម៉ូដរបស់គាត់មានការចាត់ទុំជាងមុនកាន់តែល្អឥតខ្ចោះប៉ុន្តែគឺយើងមានកំណត់ដូចគ្នាទីបញ្ចប់យើងក៏អាចប្រកបគ្នា ការ ដែរ រចនាមិនទាន់មានភាពច្នៃប្រឌិតគ្រប់គ្រាន់គំនិតនៃការរចនាមិនទាន់ទូលំទូលាយទេ មិនต้องមានភាពច្នៃប្រឌិតគ្រប់គ្រាន់គំនិតរចនាមិនទាន់ទូលំទូលាយខ្ញុំបានលើកពីលោកលោកជាយូរមកហើយថាជំនួសទាំងហ្នឹងមិនស្មើថាសហរដ្ឋអាមេរិក ការរចនាតម្រូវឲ្យមានភាពតឹងរ៉ឹងបើលោកភូមិនអាចចូលរួមបានទេអញ្ចឹងខ្ញុំទៅតែម្នាក់អាចបានហើយ ដំណើរការដំបូងនៃការរចនាគឺភាពម៉ត់ចត់មានតែការខិតខំដើម្បីដំភាពប៉ុណ្ណោះទើបអាចឈានទៅមុខបន្ថែមទៀតលោកលោកនិយាយត្រូវ លោកលោកមានតម្រូវការខ្ពស់វាក៏ដើម្បីក្រុមហ៊ុនរបស់ខ្ញុំផងដែរការប្រើប្រាស់វានឹងការដែរផ្សារលោកលោកមានតម្រូវការខ្ពស់បែបនេះខ្ញុំគិតថាផែនការរបស់ក្រុមហ៊ុនលោកវានឹងកាន់តែល្អឥតខ្ចោះ សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺសូហ្វីប្រធានផ្នែករចនាម៉ូដលោករូជាបន្តនេះខ្ញុំសូមបង្ហាញគំរូរចនាម៉ូដរបស់យើងអ្វីដែលខ្ញុំកំពុងបង្ហាញនេះគឺជាគំរូនៃការរចនាគ្រឿងអលង្ការសូមមើលលើអេក្រង់យើងរួមបញ្ចូលគ្នានៅគ្រឿងអលង្ការជាមួយនឹងសោភ័ណភាពទំនើបគប់ផ្សំនឹងភាពច្នៃប្រឌិតបុរាណនិងសម័យថ្មី ការរចនានេះល្អឥតខ្ចោះជាងរបស់ខ្ញុំការវិភាគគំនិតគួរតែសមស្របជាងនេះប្រធានបទការរចនាម៉ូដតាំងពីពណ៌អន្តរជាតិហើយក៏អារម្មណ៍ខ្ញុំហាក់ដូចជាធ្លាប់ស្គាល់ស្នាដៃនេះ តាំងនេះយកគម្រោងរចនារបស់ខ្ញុំបានយ៉ាងវិញប្រើគំនិតរបស់ខ្ញុំទាំងអស់តែដាក់ឈ្មោះខ្លួនឯងមកតែខ្មាស់គេ អ្វីដែលខ្ញុំបង្ហាញនេះជាគម្រោងនៃការរចនារបស់ខ្ញុំ ការរចនារបស់ប្រធានស៊ូគឺអស្ចារ្យណាស់កតាបវិជ្ជាក៏ល្អឥតខ្ចោះពិតជាគួរឲ្យសរសើរដោយដែលបានរំពឹងទុំពិតជាមានមោទនភាពខ្លាំងណាស់មិននឹកស្មានថាក្រុមហ៊ុននោះមានមនុស្សបកាយយ៉ាងនេះ ការរចនារបស់ប្រធានស៊ូពិតជាអស្ចារ្យណាស់លើកនេះការរចនារបស់ខ្ញុំមិនល្អដូចជារបស់លោកលោកទេ លោកហ្វូក៏បន្ទាបខ្លួនឯងវិញការរចនារបស់លោកក៏ល្អដែរគ្រាន់តែបន្ថែមភាពច្នៃប្រឌិតឲ្យទៅលេជាងមុន យ៉ាងណាក៏មិនអាចជាមួយនឹងកញ្ញាស៊ូបានដែរមិនចាំបាច់ដាក់ខ្លួនទេប៉ុន្តែខ្ញុំចង់សួរសំណួរចង់បានយោបល់ពីប្រធានស៊ូ សូមអញ្ជើញលោកហ្វូ ការរចនារបស់កញ្ញាស៊ូវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកញ្ញាស៊ូហាក់ដូចជាធ្លាប់ធ្វើនៅក្រុមហ៊ុនពីមុនតើអ្នកនាងដាក់ប្រវត្តិត្រង់ដែរទេ ខ្ញុំអត់ទេ បាទដូច្នេះប្រហែលជាកំពុងគិតលើបន្តិចស្ទីលរចនារបស់កញ្ញាស៊ូវាស្តីទៅនឹងការរចនារបស់ប្រភេទពីមុនខ្លាំងណាស់ខ្ញុំគិតថា ស៊ូហ្វៃគម្រោងរចនាមួយនេះនាងធ្វើដល់ខ្លួនឯងតែមែនទេស៊ូហ្វៃគម្រោងរចនាមួយនេះនាងធ្វើដល់ខ្លួនឯងតែមែនទេ ខ្ញុំធ្វើប្រកាសណាស់ បានចឹងហើយដើម្បីបានជាទម្រង់នៃការរចនានេះវាខុសគ្នាទាំងស្រុងនឹងការរចនាពីមុន ដោយសាររបាយការណ៍ចុងក្រោយរបស់ខ្ញុំបានបងលោកលូបើគិតថាខ្ញុំមិនល្អទេក្រុមយើងអាចពិនិត្យឡើងវិញបាន បានចឹងនាងបញ្យល់មកមើលចំណុចសំខាន់មានអ្វីខ្លះ លោកលូ គំនិតនៃការរចនាផ្ដើមឡើងពីអ្វី គំនិតនៃការរចនាគឺ អេតានេះមិនមែនជាគំនិតរចនាដែលនេះមកកាត់ទេគ្រប់ដំណាក់កាលសិតតែមានចំណុចខ្ជាប់នេះបែរជាមិន នាងឆ្លើយទៅ ខ្ញុំហេតុអីបានជានាងបងចាន់ស៊ីនអាចនឹងដឹងអ្វីហើយមិនអាចទៅរួចទេមានតែខ្ញុំប៉ុណ្ណោះដែលបានឃើញគម្រោងនេះមិនអាចឲ្យស៊ូឡានឆ្លើយចិត្តតែខានបើមិនដូច្នោះទេវាមិនសមទេនាងគឺជាអ្នកអានការដែលមិនដឹងអ្វីទាំងអស់បងចាន់ស៊ីនលោកលូខ្ញុំអាចទុកសំណួរនេះសិនបានទេខ្ញុំនឹងបញ្យល់លោក នាងអាចឆ្លើយបានទេ ខ្ញុំអញគំនិតរចនានេះតាមពិតតែតនគោលបំណងរបស់លោកក្រុមដូច្នេះគ្រប់គ្នាអាចមើលបាននេះជាផែនការឆ្នៃរបស់ខ្ញុំ ខ្ញុំមិនបានឃើញមួយឆ្នាំការរចនារបស់នាងពិតជាអភិវឌ្ឍខ្លាំងណាស់ទោះបីជាប្រវត្តិគ្រួសាររបស់នាងមិនដូចគេប៉ុន្តែទេពកោសល្យរបស់នាងគឺគ្មានដែនកំណត់ហេតុអីបានជាខ្ញុំធ្វើនេះជឿចាប់ដោយសារតែប្រវត្តិគ្រួសាររបស់នាង ក្មេងស្រីតូចម្នាក់នេះនៅមានអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទៀតទៅ ខាងលើនេះគឺជាគំនិតនៃការរចនារបស់ខ្ញុំគំនិតនៃការរចនានេះពិតជាពិសេសខ្លាំងណាស់មិនដែលបានឃើញពីមុនមកទេអ្វីដែលគួរឲ្យកត់សម្គាល់គឺគំនិតនៃការតាំងពីពណ៌វាបានបំពេញគ្នាទៅវិញទៅមកគ្រប់ជ្រុងជ្រោយអន គួរចាត់ទៅ អរគុណលោកលឹងមិនបានតែគេមើលទៅមិនភ្ញាក់ផ្អើលបន្តិចសោះឡាឡានអញយ៉ាងម៉េចហ្នឹង មិនអីទេប្រហែលជាហាប់លេងតែងដោយសារបញ្ញាធ្វើគម្រោងរចនានេះ សម្រាប់10នាទីរងចាំការសម្រេចលទ្ធផលពីថ្នាក់លើ ប
គ្រាន់តែចាប់ផ្ដើមនាងមើលទៅដូចជាមិនដឹងថាមានរឿងអ្វីកើតឡើងទេបញ្ចប់ការប្រជុំ ជាទម្លាប់លោកឌូមិនអាចចេញពីកិច្ចប្រជុំប្រកាសទីទេមានអ្វីកើតឡើងទៅថ្ងៃនេះមែនហើយមានអ្វីកើតឡើងទៅមិនដឹងទេ ណែនេះស៊ូខ្ញុំមើលទៅនេះដូចជាមិនសល់ល្អទេថ្ងៃនេះតើនេះមិនរាប់ថាមិនត្រូវខ្លួនណាទេ ហ្វូសាច់ចិនហេតុអីក៏ចូលចិត្តតាក់ទងជាមួយនឹងប្រពន្ធគេខ្លាំងម្ល៉េះ មិនអីទេក្រោយពេលសម្រាប់តែខ្ញុំអត់ធូរហើយ រើខ្ញុំជូន អស់ពេលសម្រាប់ហើយបន្តការប្រជុំ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចំណេញចេញពីធម្មជាតិដូចជា Chamomile, Peppermint Extract, Natural Antibacterial, Inflammatory និង Aloe Vera ទឹកកូផូល Vitamin E Skin Care ស្រាលស្រស់ទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានគំនិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីមកស្បូនជួយឲ្យស្បែកមានសភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ តោះទៅប្រជុំបន្ត បន្ទាប់ពីការអង្គិញលើកនេះប្រធានបទរចនាម៉ូដគឺត្រូវប្រគល់ឲ្យស៊ូឡាជាអ្នកទទួលខុសត្រូវ គាត់បានខាងនេះជួបមកគ្រប់គ្នា ដូច្នេះលើកនេះកិច្ចសហការរវាងលូនិងហ្វូត្រូវប្រើប្រាស់រចនាម៉ូដរបស់ស៊ូឡា ឡាណាយកនេះខ្ញុំអាចជិះអ្នកនាងញ៉ាំអាហារទៅបានទេ អេកើភ្នែកលោកហ្វូស្នឹងឯងដូចជាប្លែកណាស់មើលទៅបាត់លងស្នេហ៍ឯងហើយក ុំនិយាយតែតាហ្វូសាច់ខ្ញុំអត់បន្តបាត់នេះទៀតនៅបងប្អូនឲ្យធ្វើនៅខ្ញុំហើយពិបាកជាងណាខ្ញុំបានទទួលទៅនីតិការងារថ្មីដែលមានការចូលព្រមពីមនុស្សគ្នាយល់ព្រមគាត់ខាងហើយមកពីខ្ញុំមែនទេ នាងសេកបិសាចហេតុអីបានជាតាមលោកយកបែបនេះខ្ញុំមិនចាក់ចេញពីតំណែងជាតិខានបងយ៉ាន់ស៊ីងធ្វើបាបយើងថ្នាក់នេះក៏ព្រោះតែនាង ណែនេះស៊ូការមកចិត្តទេរបស់អ្នកនាងបានតែចុះហើយ ថាម៉េច លោកនាយកមានបញ្ជាឲ្យអ្នកនាងលាយពីតំណែងជាមិនទាន់មកតំណែងចោលត្រូវបានអត់ឲ្យអ្នកនាងចាប់ពីកំពូលលើថា មិនអាចទេមិនអាចទៅទេ ការមកចិត្តទិញនឹងត្រូវផ្សាយលើអ៊ីនធឺណិតបន្តទៀតនេះ អាឡូជប់សិន បងស្រីសូហ្វីបន្តខឹងខ្ញុំមានវិធីបណ្ដេញស៊ូឡានចេញពីក្រុមហ៊ុនលូ ពិតមែន ជាការពិតណាហ្វូគ្រប់សម្បត្តិឲ្យអ្នករចនាម៉ូដមានវិជ្ជាជីវៈហើយម្នាក់ក្នុងចំណោមពួកគេជាមិត្តរបស់ខ្ញុំគាត់ប្រាប់ថាការរចនារបស់ស៊ូឡានត្រូវបានរួចចម្លងដល់រាប់ណាយើងអាចរកផលតាំងបានគ្មានស៊ូឡាននោះប្រកាសជាត្រូវទៀតចេញពីក្រុមហ៊ុនលូមិនខានមើលទៅនេះជាការរចនាដែលមិត្តរបស់ខ្ញុំចាំមក គម្រោងរចនានេះនៅឯណា នៅក្នុងដៃមិត្តខ្ញុំគាត់ក៏បានប្រាប់ខ្ញុំដែរថាគម្រោងរចនាទាំងអស់របស់ស៊ូឡាននេះបានរួចចម្លងពីគាត់បើលោកហ្វូមិនចូលថាអាណិតស្រឡាញ់យើងទេពេលនេះត្រូវផ្សព្វផ្សាយជាសាធារណៈទៅហើយចង់ឃើញណាថានេះគ្មានស៊ូឡាននោះវាត្រូវអាម៉ាមុខប៉ុណ្ណាបងស្រីហ្វីហ្វីបងមានផែនការយ៉ាងម៉េច ដល់ពេលនោះឯងនឹងដឹង អញ្ចឹងគួររាយការណ៍រឿងនេះទៅលោកលោកដែរទេក្រោយលោកលោកយកវាទៅបង្ហាញប៉ះពាល់ដល់មុខមាត់របស់គាត់ កុំមិនចាំបាច់រាយការណ៍ទេបងប្រុសយ៉ាន់ស៊ីងនឹងមិនស្ងៀមឡើយបើគាត់ដឹងលាក់រឿងនេះឲ្យចិនខ្ញុំនឹងកាត់ការនេះគ្មានតាមចិញ្ចឹមផ្លូវនោះនៅពេលដែលប្រពន្ធប្រជែងចំនឹងផ្សព្វផ្សាយនៅលើបណ្ដាញសង្គមតែមួយ បងស្រីហ្វីហ្វីពិតជាឆាប់ណា ពេលនេះទុកឲ្យនាងសប្បាយអងពី3ថ្ងៃសិនចុះ នៅតែចង់ចាំនេះកាលពីមុនថាភោជនីយដ្ឋានអ្វីដែលចូលចិត្តជាងគេសាច់រូបឆាជាមួយនឹងម្ទេសអេមកញ៉ាំទៅ ខ្ញុំស្ដាប់ចិនមិនអាចប្រចាំញ៉ាំអាហារនៅទីនេះប៉ុន្តែដោយសារភាពសាមញ្ញនៅពេលនោះរបស់លោកខ្ញុំមិនចូលចិត្តសាច់ជ្រូកហើយទេហើយក៏មិនចូលចិត្តមុខម្ហូបទាំងនេះដែរ នាងសាព្រោះសិនទៅមើល ទាំងនេះជាអ្វីដែលលោកចូលចិត្តខ្ញុំស្រឡាញ់លោកដូចជាផ្ទះនឹងបាក់ស្អីតែពេលនេះខ្ញុំមិនចូលចិត្តលោកទៀតទេ សុំទោសឡាណាខ្ញុំនឹងថាជាងហត់របស់ខ្ញុំពីមុនដែលពីមុនមកការពារនាងតែអាចប្រកាសខ្ញុំដល់ទៀតបានទេ លោកហ្វូខ្ញុំនិយាយម្ដងទៀតខ្ញុំរៀបការហើយ តែនាងអាចលេងហួចបានដែរនៅជាមួយខ្ញុំក្នុងនាមជាលោកស្រីហ្វូខ្ញុំអាចប្រកាសពី លោក ថា នឹងតែថាកំពុងនិយាយពីអី ឡាណាខ្ញុំនឹងថារឿងនេះនាងពិបាកនឹងទទួលឲ្យខ្ញុំណានាងក៏ដឹងពីស្ថានភាពរបស់គ្រួសារហ្វូដែរស្ត្រីដែលគ្មានគោលច្បាស់លោកគាត់មិនអនុញ្ញាតឲ្យការជាមួយទេប៉ុន្តែពេលនេះខ្ញុំរឹងមាំឲ្យការពារនាង ថ្ងៃនេះខ្ញុំញ៉ាំអាហារសម្រាប់លោកពេលបន្ទាប់ទៀតគ្មានតែតបអីគ្នាទៀតទេ ឡាណានាង ខ្ញុំគាត់ថាមិនបាច់ញ៉ាំអាហារគ្នាទៀតទេ ឡាណានេះគឺជាការដែលនាងចូលចិត្តពីមុនថ្ងៃនេះជាថ្ងៃកំណើតរបស់នាងគ្រាន់តែទុកថាវាជាកដោគប់កំណើតរបស់ខ្ញុំអត់នាងរីករាយថ្ងៃកំណើតហើយការនេះខ្ញុំជួននាង លោកហ្វូខ្ញុំមិនអាចសេជាមួយបងអង្ការ ហើយយ៉ាគូកុមាររបស់ខ្ញុំស្រាប់តែភ្លេចមួយពេកវាមិនគួរមានបញ្ហាធំទេថាបាទ ការសស្អាតណាស់ប៉ុន្តែខ្ញុំមិនអាចសេជាមួយបងអង្ការខ្ញុំបានប្រាប់លោកយ៉ាងដងហើយតែលោកមិនបានចាំអ្វីសូម្បីតែបន្តិចលោកចូលចិត្តប្រកាន់នេះចំពោះខ្ញុំមិនចូលចិត្តខ្ញុំគាត់ថាយើងគ្មានអីត្រូវនិយាយគ្នាទៀតទេ ឡាណាឡាណាតើយើងពិតជាមកត្រឡប់វិញបានទេការតាពីពណ៌ការរចនាអន្តរជាតិនេះចុះខ្ញុំនឹងត្រឡប់ទៅរស់នៅបរទេសវិញមិនត្រឡប់មកវិញទេអនុញ្ញាតឲ្យខ្ញុំជួយនាងលើកចុងក្រោយបានទេម្យ៉ាងទៀតនាងកំពុងតែមានផ្ទៃពោះវាគ្មានសុវត្ថិភាពសម្រាប់នាងទេ លោកហ្វូយកជ្រើណាស់ហើយតើលោកចង់ទៅណាទៀត លោកលូ លោកលូចាយដល់ពេលហើយលោកក៏មកញ៉ាំអាហារនៅទីនេះដែរ វាគឺជារឿងចាច់បងលោកនិងអ្នកហៅការក្រុមហ៊ុនខ្ញុំក៏មកជាមួយគ្នាដែរ គ្រាន់តែពិភាក្សាគ្នាពីការសិក្សាប៉ុណ្ណោះហើយលោកហ្វូគ្រាន់តែចង់ជួយខ្ញុំតទៅវិញ បងប្រុសយ៉ាន់ស៊ីងខ្ញុំដូចជាសវឹងហើយខ្ញុំចង់ទៅផ្ទះ បើកញ្ញាស៊ូសវឹងហើយនោះក៏ប្រញាប់ត្រឡប់ទៅផ្ទះខ្លួនឯងទៅ មិនអាចទេចង់ឲ្យបងជួយខ្ញុំទៅ មើលតែកញ្ញាស៊ូដូចជាសវត្ថិមិនហើយបើមិនដូច្នេះទេក្នុងនាមជាសុភាពបរិសុទ្ធលោកគួរតែជួយនាងត្រឡប់ទៅផ្ទះវិញទៅខ្ញុំក៏ជួយឡានទៅផ្ទះវិញដែរតោះទៅ ជប់សិនខ្ញុំមិនបានបាក់ឡានមកទេរំខានលោកជួយជូនពួកយើងផងបានទេ តែវិញទាំងអស់គ្នាច្បាស់ធំឈួតហើយ ចូលឡាន អ
យ៉ាន់ស៊ីងហេតុអីបានជាបងចូលចិត្តស្រីម្នាក់នោះនាងមិនល្អដូចខ្ញុំទេតើបងស្រឡាញ់នាងត្រង់ណាមនុស្សស្រីដែលខ្ញុំស្អប់បំផុតបងកុំធ្វើបាបខ្ញុំបែបនេះបានទេបងយ៉ាន់ស៊ីងកុំស្រឡាញ់នាងអីបងយ៉ាន់ស៊ីង នេះមិនមែនស្វងសាទេគឺស្វងស្នេហ៍ច្បាស់ណាប៉ុន្តែក្បាច់ធំក៏មាននារីដែលគាត់ចូលចិត្តដែរតែអ្នកណាត្រូវដៃកូនទាំងស្រីរបស់កូន លោកលោកមនុស្សគ្រប់គ្នានៅក្នុងរង្វង់អាជីវកម្មនឹងថាកញ្ញាសុគតបានណាចំពោះលោកក៏តែមានអារម្មណ៍នឹងដែរទេប៉ុន្តែមើលទៅលោកដូចជាគ្មានអារម្មណ៍អីសោះ ខ្ញុំបានរៀបការរួចហើយ ហ៎ កុំនិយាយរឿងតែនេះនៅចំពោះមុខខ្ញុំម្ដងទៀតបាននិយាយទៀតប្រពន្ធខ្ញុំច្បាស់ជា លោកមិនគួរថាមែនទេកាលលោកនិយាយថាជាអភិភិស្មារតីយើងលោកអី លោកតើលោករៀបការជាមួយអ្នកណាហើយរៀបការទៅពេលណារៀបចំណាណាហើយក៏គ្មានព័ត៌មានអ្វីសោះ ជារឿងឯកជនបានមិនបាន លោកគ្រប់គ្នាសត្វតែថាលោកមកចូលចិត្តមនុស្សស្រីលោកបានជារៀបការភ្លាមខ្ញុំក៏ចង់ដឹងដែរថាទេពតាមួយណាដែលអាចឆ្នៃបដងលោកបាន ជាមិនជួបកស្រេចតែលោកនៅពេលដែលពួកយើងរៀបការហើយចំពោះហេតុផលដែលមិនបាយធ្វើជាសាធារណៈនោះគឺជារឿងឯកជនរបស់ពួកយើងអ្នកណាក៏មិនអាចបានដែរលោកក៏ដូចគ្នា ខ្ញុំយកចិត្តលោក លោកពូជួយដាក់ខ្ញុំនៅទីនេះហើយប៉ុណ្ណឹងបានហើយអរគុណលោក លោកគ្រប់គ្នាសត្វតែថាលោកមកចូលចិត្តមនុស្សស្រីលោកស្រាប់តែរៀបការភ្លាមខ្ញុំក៏ចង់ដឹងដែរថាទេពតារូបណាដែលអាចឆ្នៃបដងលោកបាន សួរឡើងចុះម៉ៃទៅគាត់ចង់រៀបការដើម្បីបរិយាកាសរៀបចំគ្រួសារកូនគ្រាន់តែជាឡើងមួយប៉ុណ្ណោះកុំយកចិត្តទុកដាក់ព្រោះបើយើងស្មោះអវិចិនអ្វីដែលយើងទទួលបានគឺការជឿចាំលោកមិនបានជ្រុងនៅទីនេះ មិនហៅថាមិន យិនស៊ីងមិនបានជ្រុងនៅទីនេះ ក្មេងកំហុយបន្តិចទៀតឡានពួកយើងនឹងមកដល់ពួកយើងទៅផ្ទះយើងវិញ គាត់បាននិយាយថាទៅផ្ទះរបស់យើង ដំណឹងល្អពីពណ៌រចនាអន្តរជាតិនេះលទ្ធផលពីចេញហើយការចូលរួមសហការរវាងលោកនិងពូបានឈ្នះពានរង្វាន់ជើងឯកពិភពលោកក្រុមហ៊ុនរបស់យើងភាគហ៊ុនឡើងខ្ពស់ណាស់ ល្អណាស់ជាងឯពិភពលោកតើបានប្រាក់រង្វាន់ដែរទេត្រូវហើយបានដែរទេ គ្រប់គ្នាលោកបាននិយាយថានឹងមានពិធីជប់លៀងអបអរសាទរក្រៅពីប្រាក់រង្វាន់ផ្នែករចនាទាំងអស់នឹងបានឈប់ពីសមាការជុំគ្នាធ្វើដំណើរទៅកាន់រមណីយដ្ឋានអន្តរជាតិយ៉ាងធីង វ៉ាវ ល្អណាស់តែទាំងអស់នេះសតែជាកំណត់របស់បងស្រីស៊ូហ្វីបានស្នើទៅកាន់លោកផ្ទាល់អ្នកទាំងអស់គ្នាឆាប់អរគុណបងស្រីស៊ូហ្វីភ្លាមទៅ សូមអរគុណបងស្រីស៊ូហ្វីបានហើយធ្វើការងារបន្តចុះចាតាមពិតជាគុណសម្បត្តិរបស់ឡានឡានទាំងអស់នេះគេហៅថាចាប់ប្រយោជន៍ពីអ្នកដទៃហើយក ុំនិយាយអីទោះយ៉ាងណាវាក៏ជាការអរគុណដល់អ្នកគ្រប់គ្នាដែលខំប្រឹងប្រែងដែរ យកអីមកខ្លះហ្នឹង មិនមានទេអាចាំតែ ចុះពីឡាន គាត់បារម្ភពីកូនក្នុងពួករបស់ខ្ញុំអត់ខ្ញុំចុះទៅឡើងក្រុងសំហោះខ្ញុំមិនជាឡានមួយទៀតអាចទៅមកជាមួយពួកគេចុះ អេ យិនស៊ីងលោកចាំមិនហ្នឹងយិនស៊ីងលោកអាចខ្លួនខ្លាំងណាស់ មិនអីទេគ្រាន់តែលេបថ្នាំសម្រាប់តែទៅលេងឲ្យហើយ លោកស្រីនេះជាថាមកចូលកម្ដៅឲ្យអ្នកប្រុសលេបហើយនឹងបានធ្វើស្បាយវិញហើយ អរគុណពូលីទុកនៅទីនេះចុះ បាទ មកលេបថ្នាំហេតុអីបានជាគាត់ឈឺធ្វើឲ្យខ្ញុំភ័យខ្លាំងណាស់ខ្ញុំនៅស្នេហ៍គាត់ហើយមែនទេយិនស៊ីងលោកភ្ញាក់ហើយឃ្លាតដែរទេចាំខ្ញុំទៅយកអាហារឲ្យលោក ចង់រត់ទៅណានាងទៅតែនិយាយថាលោកស្នេហ៍ខ្ញុំអញ្ចឹងតាលោកជ្រើប៉ុណ្ណាដែរទៅ ចុះលោកវិញក្រុមមកទៅហ្វូសាឆានធ្វើឲ្យបេះដូងខ្ញុំរបួសប៉ុន្តែលើកនេះខ្ញុំនឹងប្រឈមអារម្មណ៍របស់ខ្ញុំដោយភាពក្លាហានយ៉ាប់ហើយខ្ញុំផ្លែថាដាក់បបោចោលក្នុងចាក់បាយ នេះនាងក៏ធ្វើដល់ខ្លួនឯងតែមិនទេ ខ្ញុំគាត់ថាអាហារក្នុងពិធីជប់លៀងមិនត្រូវតាមរសជាតិអ្នកជំងឺទើបខ្ញុំធ្វើបបោឲ្យលោកចង់ធ្វើពិសេសមិននិយាយមិនចេះស្នាដៃអនុណាទេ មានបបោក្រាស់ក្រាស់មានស្រីម្នាក់ដែលនឹងជួយជាមួយខ្ញុំនេះជាសុភមង្គលបំផុតតាមពិតខ្ញុំ ឡាឡានឯងនៅឯណាខ្ញុំមិនបានឃើញឯងចូលពីលើឡានទេពួកយើងមកដល់ហើយពិធីជប់លៀងកំពុងតែចាប់ផ្ដើមឯងចាំមកលឿនមកខ្ញុំមានរឿងចង់ប្រាប់ អូខេខ្ញុំនឹងឆាប់ទៅយិនស៊ីងពិធីជប់លៀងចាប់ផ្ដើមហើយ អញ្ចឹងបដូរសម្លៀកបំពាក់យើងទៅជាមួយគ្នា មកចូលមួយនេះគាត់អរគុណដល់ស៊ូឡានអីនោះមកហើយ ស៊ូឡានតាំងពីតូចដល់ធំនាងតែងតែលួចអ្វីគ្រប់យ៉ាងពីខ្ញុំមិនអីទេខ្ញុំនឹងបំផ្លាញកិច្ចឈ្មោះរបស់នាងនៅថ្ងៃនេះ មកហើយតែស្វាមើលមកកាមេរ៉ាផង ហេតុអីបានជាមានអ្នកសាច្រើនមកលេ អ្នកនាងស៊ូក្រុមហ៊ុនហ្វូគ្រប់បានរៀបការថាអ្នកនាងបានលួចចម្លងការរចនាម៉ូដសូមជួយបកស្រាយផងតើអ្នកនាងបានលួចចម្លងពីក្រុមហ៊ុនហ្វូក៏ដែរទេ មានការបង្ហាប់ផ្សាយលើអ៊ីនធឺណិតថាអ្នកនាងស៊ូឡានបានឈ្នះពានរង្វាន់គឺដោយសារលួចចម្លងរចនាម៉ូដរបស់ហ្វូក្រុមបាននេះជាការពិតទេអ្នកនាងស៊ូសូមជួយឆ្លើយផល ឡានតើនេះចង់ឆ្នៃរហូតដល់ថាលួចចម្លងគេអញ្ចឹងខ្ញុំខកចិត្តចំពោះនាងណា ឡាឡានមិនអាចលួចចម្លងបានទេគម្រោងរចនារបស់ឡាឡានវានៅជាមួយពួកយើងរហូតច្បាស់ជាមានការបង្កើតរឿងហើយ សពតាពីតែកាមេរ៉ាអ្វីមួយមកកាយខ្ញុំជឿជាក់លើឡាន មែ ណា នហើយ បើគ្មានផតាំងកុំបង្កាច់បង្ខូចច្បាប់របស់ក្រុមហ៊ុនលូមិនចេះតែធ្វើបានតាមចិត្តទេ ចុះវីដេអូនេះអ្នកនាងចង់បញ្ចូលយ៉ាង ខ្ញុំ ណា រចនាម៉ូដតែចាខ្ញុំរៀបការឈ្មោះរបស់ខ្ញុំបុគ្គលិកក្រុមហ៊ុនលោកគ្រប់ស៊ូឡាណាបានលួចចម្លងការរចនាម៉ូដរបស់ខ្ញុំ គ្រប់គ្នាថ្ងៃនេះជាថ្ងៃសំខាន់សម្រាប់ក្រុមហ៊ុនខ្ញុំមិនចង់តវ៉ាអីនៅពេលនេះទេ
ប៉ុន្តែចាស់យ៉ាងគឺជារបស់ខ្ញុំមិនអាចជួយលាក់បាំងឲ្យក្រុមហ៊ុនលូហើយធ្វើបាបគាត់ឲ្យមានមនសិការខុសដូច្នេះថ្ងៃនេះខ្ញុំជ្រើសរើសការក្រោកឈរទាមទាររកយុត្តិធម៌ជូនគាត់គឺនាងចម្លងរចនាម៉ូដរបស់ខ្ញុំអ្នកនាងស៊ូសូមជួយបកស្រាយផង ផោះតាំងហើយណា ផោះតាំង បាននាងមិនធ្វើខ្ញុំក៏មិនធ្វើជំនួយការចាង ថតរូបសូមមើលមកកាមេរ៉ា នេះគឺជារបាយការណ៍នៃការបណ្ដំណែងគម្រោងរចនាម៉ូដខ្ញុំសូមបញ្ជាក់ថាចាស់យ៉ាងមិនទេដែលបានលើកចម្លងរចនាម៉ូដរបស់អ្នកនាងស៊ូសូមអ្នកទាំងអស់គ្នាមើលរបាយការណ៍និងការអនុម័តពីក្រុមអ្នកជំនាញយ៉ាងច្បាស់លាស់តាមការសង្កេតចាស់យ៉ាងមិនទេដែលជាអ្នកលើកចម្លងការរចនាម៉ូដរបស់អ្នកនាងស៊ូឥឡូវនេះចាស់យ៉ាងត្រូវបានចាប់ខ្លួនហើយរួមទាំងវីដេអូបង្កើតបង្កប់កេរ្តិ៍ឈ្មោះរបស់អ្នកនាងស៊ូការជួនដំណើរជាផ្លូវការនិងផ្សាយនៅពេលក្រោយ មិនអាចទេ អ្នកនាងលីឈៀនសូមជួយចែកមួយពួកយើងយកទៅ ឡើងខ្ញុំគ្រប់គ្នាខ្ញុំក៏មានរឿងតបកាដែរទោះបីជាស៊ូឡាមិនបានរួចចម្លងការរចនាប៉ុន្តែនាងជាស្ត្រីដែលគ្រួសារស៊ូខ្ញុំមិនដឹងចឹងម្ដាយរបស់នាងជាស្ត្រីតូចទាបបានតែទាញប៉ារបស់ខ្ញុំរហូតធ្វើឲ្យមានផ្ទៃពោះមុនរៀបការច្បាស់ណាស់ថាស៊ូឡាក៏មិនល្អដោយម្ដាយរបស់នាងដែរប្រាប់មកតើនាងកំពុងតែទាញបរិះមួយណាប្រាប់ភ្លាមមកនាងកំពុងមានផ្ទៃពោះជាមួយបរិះមួយណារបាយការណ៍ពិនិត្យផ្ទៃពោះ ថាម៉េចមានផ្ទៃពោះដែរមិនទាន់រៀបការ មិនបានជាអញ្ចឹងទៅវិញ នេះជាការពិតម្ដាយនៃកូនស្រីដូចតែគ្នាទេ ចេញទៅ ឡាឡាននេះតើមានរឿងអីកើតឡើង អ្នកនាងស៊ូឡានតើនេះជាការពិតដែរ ច្បាស់ទេ ទីរត់ដែលនៅក្នុងពោះគឺជាកូនរបស់ខ្ញុំ នេះជាការពិត នេះគឺជាការពិតទេអូយអំភើ រឿងនេះខ្ញុំមិនលើកលែងឲ្យនាងទេនាងចោទប្រកាន់ឲ្យគ្មានផោះតាំង ថាម៉េច គឺជា អ គាត់ ត់អាចទៅរួចទេមិនបានច្បងចាំផ្សេងទៅវិញ គឺជាគាត់ពិត ខ្ញុំមិនជឿទេមិនអាចទេ គាត់ឈួតហើយមែនទេគាត់ប្រកាសទទួលស្គាល់ខ្ញុំជាសាធារណៈ ច្បាស់គាត់ទៅ ស៊ូឡានគឺជាប្រពន្ធរបស់ខ្ញុំកូននៅក្នុងពោះរបស់នាងក៏ជាឈាមរបស់ខ្ញុំនរណាហ៊ានចាប់សួរ ឡាឡានពិតជាភរិយារបស់ច្បាយធំមែន ខ្ញុំកំពុងធ្វើការជាមួយលោកស្រីលូសប្បាយចិត្តណាស់ ជាព្រមលិខិតពិតមែនមានន័យថាអ្នកដែលគេចង់រៀបការគឺជានាងខ្ញុំមិនទុកចិត្តនាងទៀតទេពិតមែនហើយខ្ញុំមិនសមជាមួយនឹងនាង ហេតុអីនាងជាកូនស្រីដែលគ្រួសារស៊ូមិនទទួលស្គាល់បងយ៉ាន់ស៊ីងហេតុអីបងជ្រើសរើសយកនាង ព្រោះខ្ញុំស្រឡាញ់នាងដោយមិនគិតពីប្រវត្តិគ្រួសារមិនគិតពីរូបរាងខ្ញុំមាននាងតែម្នាក់គត់នៅក្នុងជីវិត វ៉ាវ រ៉ូមែនទិកណាស់ លោកស្រីលូខ្ញុំចង់បំបែកកិច្ចសន្យាពីបុគ្គលិកខាត់ការជាភរិយារបស់ខ្ញុំវិញវាប្រហែលជាយឺតពេលបន្តិចហើយប៉ុន្តែគឺគ្មានបញ្ហាទេឲ្យតែលោកស្នេហ៍ខ្ញុំជីវិតរបស់នាងទាំងអស់នៅសល់ទាំងប្រមាណគឺជារបស់ខ្ញុំ ទីបំផុតទៅប្រវត្តិរបស់ខ្ញុំបានរៀបការហើយឡាឡានឆាប់រំទៅ ឡាឡាព្រមទៅ ព្រមទៅព្រមទៅ មិនព្រមទៅ ព្រមទៅព្រមទៅព្រមទៅជួបព្រមទៅជួបព្រមទៅ ព្រមទៅ ខ្ញុំជួបព្រម វ៉ាវ ពិតជាល្អណាស់ វ៉ា ស្រស់ស្អាតណាស់ហាប់ទៅ ហាប់ទៅ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  ទឹកអនាម័យ Hello. Hello, hello. Hello.